មកជាចេញអូយលោកយាយលឿនឆាប់រត់ទៅអូស្លាប់ហើយតិចដឹងវិវស្លាប់បាត់តិចដឹងប្រព័ន្ធបានកំណត់កំពុងជួសជុលរាងកាយហើយណាហ៎មិនខ្ញុំត្រូវឡានបុកហាត់អីក៏រស់ឡើងវិញចឹង System ចង់ឲ្យស្វ័យប្រវត្តិទទួលភាពជោគជ័យក្នុងពេលឆាប់នេះ System នាងប្រហែលជាស្រីស្អាតក្នុងប្រឡោមលោកគេនិយាយហើយក៏អាចរកលុយបានទៀតផងបាននិយាយបែបនេះពិតជាអស្ចារ្យមែនទែនអស្ចារ្យនេះជាទូដែលគេលេងក្នុងហ្គេមអីតានាងជាអូនាងប្រហែលជានាងជាប្រពន្ធរបស់ខ្ញុំហើយមកអីក៏អន់ម្លេះជីវិតរបស់ខ្ញុំសង្ហាបានទេខ្ញុំស្រាប់តែមករកខំមនុស្សហើយនាងចង់ធ្វើអីនាងចង់ទៅណាលោកធ្វើស្អីនឹងលែងខ្ញុំទេបានទេខ្ញុំសម័យយូរហើយបើនាងទៅបែបនេះខ្ញុំនឹងមិនសួយទៅហើយទេហើយនាងទៅបានទេខ្ញុំគឺជាប្រពន្ធស្រីនៅផ្ដាត់ទៅលើសំណាងបងធំលោកស្ថានភាពលោកមិនអាចមានកូនទេរឿងនេះខ្ញុំមកពោលថាវាច្រើនប៉ុណ្ណាទេទោះបីយ៉ាងណាខ្ញុំប្រាប់នាងណាថ្ងៃនេះបើសិនជានាងមិនជួយខ្ញុំទេខ្ញុំមិនឲ្យនាងទៅទេចាំបានខ្ញុំជួយលោកម្ដងចុះSystem ចង់បានការស្កេនពេញលេញប្រព័ន្ធការប្រាក់បានចុះមានប្រព័ន្ធចងការចាប់ពីពេលនេះតទៅធនាគាររបស់លោកគ្រប់នីតិទទួលបានការប្រាក់1រៀលក្នុងមួយថ្ងៃលោកកាន់តែចាយលុយច្រើនការប្រាក់កាន់តែនៃរបស់នេះចង់ថាបើខ្ញុំចំណាយ1លានពីលើកាតធនាគារអញ្ចឹងការរបស់ខ្ញុំប្រឹងប្រែងខ្លាយជាការប្រាក់10000ខ្ញុំនិយាយពីធនាគារ10000ហើយខ្លាយទៅជា1000មិនខុសទេតែបានតែ3ម៉ោងទេ3ម៉ោងពេលវេលាតិចណាខ្ញុំយកលុយទៅទិញអីទៅខ្លាចជានឹងមានហើយនេះខ្ញុំដាក់លេងកាតហើយអត់ទេខ្ញុំមិនមែនដឹកជញ្ជូនទេខ្ញុំទិញកាហ្វេទៅដល់គោអ្នកមកក្រៅឈរនៅខាងក្រៅហើយខ្ញុំយកអាណានចេះខ្ញុំយកធំបន្ថែមស្ដែកក្រហមសម្បៅសមុទ្រ5មិនផ្អែម1ឈី8ហើយលឿនឡើងលោកប្រុសលោកប្រកាសឲ្យមែនទេនេះខ្ញុំដាក់លេងកាតហើយបន្ថែមឲ្យខ្ញុំ2ទៀតបូកចូលគ្នា20ចំនួន170យ័ន្តកម្រិតកណន័យម៉ាស៊ីនកើនឡើងគ្រប់នាទី170យ័ន្ត1នាទី70សេនព្រះជាម្ចាស់ចំណាយប្រមាណឲ្យប៉ុណ្ណឹងវិញណោះនៅមួយឆាប់ទៅទៀតនៅទីនេះផ្សារទំនើបមានតម្លៃថ្លៃពួកឯងប្រមាណអ្នកហ្នឹងចំណាយមានលុយទេមនុស្សច្រើនបែបនេះបើជួយចំណាយខ្ញុំបន្តិចនោះមិនក៏មិនឆាប់ទៅសន្តិសុខជប់សុនថ្លៃចំណាយពួកគេទាំងអស់គ្នានេះខ្ញុំគឺជាអ្នកចេញបងប្អូនប្រុសស្រីទាំងអស់គ្នាអ្នកនៅត្រៃចំការជាទីគោរពសូមមើលមកដែរចាប់ពីពេលនេះតទៅខ្ញុំទើបពេលឲ្យអ្នក1ម៉ោងរាល់ការចំណាយទាំងអស់ខ្ញុំគឺជាអ្នកចេញអ្នកទាំងអស់គ្នាទិញតាមអ្វីដែលអ្នកចង់បានទៅទិញកាន់តែច្រើនគឺកាន់តែសប្បាយចិត្តជើញសម្រាប់អ្នកកំណត់ខ្ញុំចង់ទិញក្រែមមួយដើមតើគួរយកមួយណាយកក្រែមមែនទេយកក្រែមបានតើអូលោកខ្ញុំអាចទិញបែបណាក៏បានដែរតាមែនទេទិញបែបណាក៏បានដែរទិញអីអស់ពីហាងទៅទិញអីទិញទៅទិញតន់មានឱកាសឆាប់ឡើងកណន័យរបស់លោកកាន់1នាទី1000កណន័យរបស់លោកកាន់1នាទី10000 1នាទី30000 1នាទី50000កើនហើយកើនទៀតហើយកើនដល់ក្នុង1នាទី1000000នៅសល់កន្លះម៉ោងទៀតចំណេះនៃក្នុងមន្ទីរបានតែ1000000គឺឆ្ងាយជាងគេបំផុតលើពិភពលោកនេះទៅចាយលុយនៅណាហៅម៉ាក់កូនប្រុសឯងចិត្តដល់មកស្ដីដល់ដឹងកូនគេហើយ5នាទីទៀតបានមិនទាន់មកដល់ថ្ងៃក្រោយឯងហៅគេថាមកទៅអាឡូការប្រពន្ធមិនក៏មកខាត់ពេលខ្ញុំចំណាយអញ្ចឹងលោកអើយ
ចាំងម៉េចត្រូវទទួលដឹកជញ្ជូនឬមួយខ្លាចគេកាត់លុយឯងមែនហើយអ្នកខំរកការងារកំតិចកំទីដូចជាពួកឯងមកខែរកបានប្រហែលទៅធ្វើក៏ធ្វើសេះឲ្យគេហត់នឿយណាស់គួរអាណិតមែនតែន នាងខ្ញុំមានការបញ្ញាប់មែនណាយ៉ាងណានាងឆាប់និយាយ ចឹងលោកស្ដាប់ឲ្យស្រួលណាឡានដែលខ្ញុំអង្គុយមិនត្រូវក្រោមតម្លៃ 100,000 ទេផ្ទះក្រោមតម្លៃ 500,000 ក៏ខ្ញុំមិននៅកាបូបបើមិន brand LV ទេខ្ញុំមិនពាក់ចិញ្ចៀនពេជ្រក្រោម10ការ៉ាត់ចង់បានគ្រឿងអលង្ការមាសសុទ្ធញ៉ាំបាយថ្ងៃក្រោយក៏មករកកន្លែងបែបនេះយ៉ាងហោចណាស់ក៏ត្រូវមានមីសាលីន បានចឹងនាងប្រើសិទ្ធិមាសហ៎មែនទេ អញជាណាហ្នឹងមនុស្សអត់បានការអញឃើញទេខ្ញុំទៅគឺសិតតែកន្លែងថ្លៃថ្នូរ នាងបើមិនចេះទេមីសុទ្ធរៀបចំរួចអស់ទៅហើយគឺល្អណាស់ ថាម៉េច នាងខ្ញុំពិតជាគ្មានច្រកដើរពិតមែនណានាងអាចជួយខ្ញុំបានណា ម្នាក់នេះឈួតទៀតដឹងមិនបានទេខ្ញុំត្រូវតែរត់នឹងមកដល់ហើយ ណែនាងជើខ្ញុំប្រាប់នាងយ៉ាងម៉េចនាងមិនជឿទេតែខ្ញុំសុំវល់ណានាងជួយឲ្យខ្ញុំចេញ 100,000 មក ប្រហែលទេ 100,000 មកចេះកាត់លុយចាញ់ 10,000 អេឬមួយក៏គេជាអ្នកមានមកមិនឃើញទេ ពេលនេះនាងជឿហើយរឿងនេះគឺឲ្យទៅនាងចាយលុយបានគឺកាន់តែច្រើនកាន់តែល្អខ្ញុំវាឲ្យនាង1លានវិញ អាយ៉ាម៉ាត់ហ្នឹង ណែនាងនាំខ្ញុំមកកន្លែងកំសាន្តខ្ពស់យ៉ាងនេះចំណាយលុយច្រើនណាស់ណា វាអត់កើតនៅទីនេះ1លានឡានទំនើបល្អជាងគេមិនលើពី10លានតែទូយ៉ាប់គេខុសគ្នាតម្លៃអតិបរមារបស់វាអាស្រ័យទៅលើសមតុល្យគណនីរបស់លោកនឹងណា គេមកថតប្រព័ន្ធផ្សព្វផ្សាយទៀតហើយពួកគេគ្មានអីក្រៅពីមកថតបង្ហោះដាក់គ្រប់ អេកុំនិយាយបែបនេះគេអាចនឹងទិញទូកដាក់កំសា មិន ន្ត អាចទៅអាយមើលប្រុសម្នាក់នោះពេលអាយថ្លៃម្ដង100ផងហើយស្រីម្នាក់នោះទៀតកបបខ្លាញ់គ្រាន់តែមើលក៏ដឹងថាសង្គមខ្លាញ់យ៉ាងម៉េចមិនជឿមែនទេចាំមើលយើងសាក់លបងជាមួយគេ និយាយទៅគួរជឿដែរ Let's go អ្នកទាំងពីរចង់ទិញអី ទូកកំសាន្ត ខ្ញុំដឹងដូច្នេះលោកត្រូវការទិញអីថែមដែរទេ ខ្ញុំចង់ទិញវាហ្នឹង សំបីចំណេះដឹងក្នុងការប្រើប្រាស់មូលដ្ឋានរបស់កប៉ាល់ក៏មិនចេះផងចង់ទិញតែទេសចរក្ររហាមសោះប្រាប់លោកទៅចោះទូកទេសចរបែងចែកជាទូកកំសាន្តទោះជាអាជីវកម្មទោះជាប៉ណ្ណឹងទូកនេសាទនិងការធម្មពលគេបែងចែកធម្មពលមកដូចគ្នាទេទូកសំពៅនិងទូកកម្លាំងម៉ាស៊ីនគ្រាន់តែជារឿងហ្នឹងមិនយល់ផងចង់ទិញទូកកំសាន្តឆាប់ចាញ់ពីទីនេះទៅទីនេះមិនផ្ដល់សេវាឲ្យអ្នកក្រទេ មិនចាំបាច់យល់រឿងនោះទេខ្ញុំគ្រាន់តែចង់ទិញទាំងអស់នឹងបានហើយអ្វីដែលខ្ញុំត្រូវការនេះកាតអ្វីដែលត្រូវការនេះកាត លោកថាម៉េចទូកនៅទីនេះទាំងអស់លោកទិញណា ចេញទៅនាងធ្វើជាអ្នកនាំតំណែងរបស់ខ្ញុំបានទេ បានលោកសុំចេញខាងនេះមក លុយទៅកាត់ហ្នឹង សួស្ដីលោកឈិនបានតាប់ម្នាក់ខ្ញុំសំណែនាំមកថ្មីពួកយើងលក់បានដាច់ណាស់មកដែរមួយនេះគឺជា Amos S7 តម្លៃ 2,468 លានវាមានប្រវែង 27 ម៉ែត្រនិងទទឹង 5.5 ម៉ែត្រព្រាងគឺ 1.75 ម៉ែត្របំពាក់ដោយពីសុភម៉ាស៊ីនកម្លាំងវិលជុំខ្ពស់ល្បឿនអតិបរមាអាចឡើងដល់ 34 គីឡូណូតថ្លៃបែបនេះស្រីស្អាតបញ្ចុះតម្លៃតាមបានទេបញ្ចុះបាន 9% អាយ៉ាមើលទៅមិនបានទេ វាភាព 85 គឺល្អបំផុតតាមដែលទិញបាន មិនចុះតម្លៃស្អីទៅមានទូកអត់ថ្លៃជាងនឹងដែរទេ ថ្លៃជាងហ្នឹងម៉ូតមួយនេះគឺសាឡានរ៉ាំសក៏លក់ដាច់ណាស់ដែរពួកវាមិនស័ក្តិសមនឹង ខ្ញុំអត់ស្គាល់ថាសមឬក៏មិនសមទេនាងប្រាប់តែម្ដងទៅបានហើយ នៅ49លាន ថោកណាស់ អញ្ចឹងម៉ូតដែលមានតម្លៃ56លាន ថ្លៃជាងនឹងទេ ថ្លៃនេះគឺ78លាន ថោកពេកហើយ 98លាន ថោកពេកហើយយកណែអាថ្លៃរបស់នាងឲ្យខ្ញុំមើល ម៉ូតមួយនេះលោកគឺមកពីអ៊ីតាលី Palito Limited ដល់ទៅ5គ្រឿងទូទាំងពិភពលោកតម្លៃរបស់វានោះគឺ367លាន នឹងគ្រាន់បើបន្តិចយកវា ខ្ញុំត្រៀមកាច់កង់ត្រាសិន មែនហើយខ្ញុំនិយាយមិញប្រហែលគ្រឿងមុនហ្នឹង 5គ្រឿង 5គ្រឿងអញ្ចឹងយកទាំងអស់យល់ទេ គេទិញទូកកំសាន្តថោកជាងគេតាមមែនទេហើយបងរំលោះទៀតមែនទេអាយស្រីឈួតនេះអាយបាច់ខ្ញុំធ្វើអី សំដីអញគ្រប់ភ្ញៀវខ្ញុំបន្តិចមកប្រយ័ត្នយើងប្តឹងទៅអ្នកគ្រប់គ្រងពីឯងណា អត់ទេតើគេទិញស្អីទៅមិនក៏អញយកតែម្លេះ បានខ្ញុំប្រាប់ឯងថាគេទិញអីគេទិញ Palito ហើយទិញដល់ទៅ5គ្រឿង Palito 5គ្រឿងប្រាក់រង្វាន់ 5,000 ម៉ឺនចប់ហើយលើរង្វាន់ខ្ញុំគ្មានទេ
ចាប់ហើយ លោកឈិនចាប់ពីថ្ងៃនេះទៅខ្ញុំគឺជាអ្នកគ្រប់គ្រងនៃវាផ្ទាល់ខ្លួនរបស់លោកថ្ងៃក្រោយបើលោកត្រូវការអីទៀតអាចរកខ្ញុំដោះស្រាយបានពេលនេះខ្ញុំរៀបចំការកំសាន្តអញ្ចឹងខ្ញុំទៅរៀបចំសិន បានប្រសាឡើងម្ដងទៀត1នាទី200លាន អីយ៉ាមកជើងនេះមិនខកនោះទេតាមមានមធ្យោបាយស្អីទៀតខ្ញុំអាចចាត់ការយកលុយដល់ដៃចាំមើលបានប្រមាណខ្ញុំត្រូវការលុយតើលុយនោះច្រើនប៉ុណ្ណាទៅណោះ ការផ្សាយដំណឹងបន្ទាន់ដោយសារសេដ្ឋកិច្ចពិភពលោកទីផ្សារភាគហ៊ុនបានកែងនាពេលបច្ចុប្បន្ននេះក្រុមហ៊ុនធំៗប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ វិវត្តទីផ្សារភាគហ៊ុនសកលអូមែនហើយ នៅពេល10នាទីចុងក្រោយពួកឯងស្ដាប់ច្បាស់យើងជួលពួកឯងក្នុងតម្លៃខ្ពស់គ្រាន់តែចង់ឲ្យពួកឯងទទួលបានពីហ៊ុនទាំងអស់ទូទាំងពិភពលោកតែម្ដងប្រមូលទិញឲ្យបានល្អចាំទុកណាមិនខ្វល់ការចំណាយលុយប្រមាណទេខ្ញុំបានស្មានតម្លៃរត់ពេលវេលារត់ថយក្រោយ3 2 1ចាប់ដើម សូមរីកាលោកទទួលក្រុមហ៊ុន Apple 20 លាន%បន្ថែមទៀតលោកទទួលបាន20 លានទៀតហើយទិញទៀតលោកទទួលពេលនេះគឺទទួលបាន30 លានទៀតហើយមិនគ្រប់ទេទិញទៀតបាយមក41 លានទិញទៀតបន្ថែម70%ហ៊ុនទៀតហើយទិញទៀត51%ទិញទៀត110%នៃអៀលទិញទៀតមិនគ្រប់ទេលោកយុយើងបានទិញចូលក្រុមហ៊ុនចំនួន 3600 ទូទៅនៅទូទាំងពិភពលោកទីផ្សារសាធារណៈសរុបទៅ845 លានប្រមាណ 845 លានលោកជិនចាប់ពីពេលនេះទៅលោកជាម្ចាស់ពីហ៊ុននៃក្រុមហ៊ុនសាធារណៈចំនួន 3600 សូមអរគុណចំពោះការភ្ជាប់នៃការទិញធំចាប់ពីពេលនេះតទៅគណនីរបស់លោកទទួលបាន8454លានក្នុង1នាទី System ត្រូវបានស្រាយនាពេលនេះលោកអាចប្រើជីវិតធម្មតា លោក CEO លោកត្រូវការទៀតទេនោះ ខ្ញុំគិតថាលោកឈ្មោះស្អីលោកអ្នកវ៉ាងផងចាប់ពីពេលនេះទៅក្រុមហ៊ុនគ្រប់យ៉ាងស្អីគេទ្រព្យសម្បត្តិរបស់ភាគហ៊ុនស្អីគេតំណែងស្អីគេក៏បន្ទូលឲ្យលោកចាត់ចែងហើយថាម៉េចលោកយកលុយទាំងអស់ឲ្យខ្ញុំគ្រប់គ្រងហ៎មិនព្រមហ៎អត់ទេយកចិត្តទុកចិត្តចុះខ្ញុំនឹងធ្វើតាមគំនិតរបស់លោកទាំងអស់ខ្ញុំប្រញាប់បិទការប្រជុំព្រាមការរំសាយទៅធ្វើការរៀបខ្លួន 8450 លាន 8450 លាន ខ្ញុំជោគជ័យហើយខ្ញុំពិតជាអស្ចារ្យខ្ញុំជោគជ័យហើយវាសនាមនុស្សពិតជាមិនទៀងមែន និយាយពីស្ថានភាពសប្តាហ៍ថ្ងៃ ចាអគ្គនាយកស៊ូការអភិវឌ្ឍរបស់យើងនៅតំបន់ជាក្រុងភាគខាងកើតតំបន់លនៅឋានលេខ 2 និងលេខ 3 មានការតវ៉ាត្រង់ទ្រាយធំពេលនេះសំណង់ទាំងអស់ត្រូវបានផ្អាកសិន នាយកស៊ូយើងត្រូវតែបកគោជនសហគមន៍ពេលអនាគតជាក្រុមខាងលិចហើយមានការរីករាលដាលទឹកនិងដាច់ភ្លើងលេម្ចាស់ផ្ទះរាប់ពាន់នាក់បានចាប់ផ្ដើមយកសិទ្ធិរបស់ខ្លួនត្រូវការយើងសងប្រាក់សំណងវិញ មិនត្រឹមតែប៉ុណ្្នឹងទេអាជីវកម្មដែលពាក់ព័ន្ធដល់ក្រុមហ៊ុនស៊ូគ្រូក៏ជួបនឹងស្ថានភាពអាសន្នខ្សែសង្វាក់មូលនិធិដួលរលំទាំងស្រុងហើយពួកយើងមិនអាចជោគវិបត្តិបានទេ នាយកស៊ូនេះជាចេតនាស៊ូគ្រប់សង្កត់លើយើងច្បាស់ណាស់ម្យ៉ាងទៀតអគ្គនាយកស៊ូព្រមរៀបការ មែនហើយអ្នកប្រុសស៊ូទឹកដែរគេគឺលោកបានលោកព្រមរៀបការជាមួយគាត់វិញបញ្ហាក្រុមហ៊ុនស៊ូស៊ឺនឹងត្រូវដោះស្រាយដោយងាយស្រួលបំផុត បាត់មកទេលោកស្រីអគ្គនាយកជួលពួកឯងមកដើម្បីឲ្យប្រាក់ខែមិនមែនឲ្យមកដោះស្រាយបញ្ហាមិនមែនឲ្យរឿងគាត់ចូលដាក់ទឹកទេ រកលុយបានច្រើនបែបនេះអត់ខ្ញុំចាយយ៉ាងម៉េចទៅណោះ មានការបញ្ជាតែមួយត្រូវការដឹកជញ្ជូនអ្នកដឹកជញ្ជូនរងចាំទទួលផង ភ្លេចថាខ្ញុំមិនទាន់បានប្រកល់ឲ្យគេលេខកំងលេខ1ស្រឡាញ់លេខ1លេខ1លេខ1លេខ2លេខ2ស្អីក៏បានដែរ ព្រោះអស់ហើយមែនទេក្រែងក្រុមជំនាញខាងចំនួនឬមួយក៏គ្មានមធ្យោបាយមួយសោះទេ អីបានបងនេះកំងបានដល់ហើយឆាប់ចេញមកយកមក ពេលនេះខ្ញុំគ្មានពេលទេចាំសិនទេ អាយ៉ាហ៊ានបិទទូរស័ព្ទខ្ញុំផងអីកាលពីមុនខ្ញុំគឺជាអ្នកដឹកជញ្ជូនមិនអើពើនឹងខ្ញុំនេះយើងខ្លាចជាសេដ្ឋីចាប់មើលយ៉ាងម៉េច
ចាំពេលដែលយើងខ្លាចជាស្ថិហើយចាំមើលគេអួតដល់ពេលណាទៀតខ្ញុំនឹងកាច់រឹកដាក់គេម្ដងចាំមើលទៅនឹកស្មានម្ដងថាខ្លាចជាមហាស្ថិបែបនេះទេសិទ្ធិអាត់កបាំងលេចមកក្នុងទីផ្សារភាគហ៊ុនពិភពលោកត្រឹម10នាទីប្រែខ្លាចទីផ្សារទាំងមូលបច្ចុប្បន្ននេះមានក្រុមហ៊ុនចុះបញ្ជីជាង3000ជុំវិញពិភពលោកបញ្ជីរបស់គាត់ឡើងខ្ពស់មិនឈប់ពួកឯងស្ដាប់ឮហើយមែនទេទម្លាក់ការងាររបស់អ្នកទាំងអស់គ្នាភ្លាមមិនខ្វះថ្លៃប្រហែលទេត្រូវរកមហាសេដ្ឋីនេះឲ្យឃើញអគ្គនាយកអាចទៅរួចទេនេះជាក្តីសង្ឃឹមតែមួយគត់តើណាគេមានលេខ4និងលេខ8អ្នកណាកំងអាហារមើលកតុំម្លេះណោះសុជិញសៀកមិនរួមថ្នាក់លោកគឺឈិនមកមែនហើយបុប្ផាក្នុងសាលារបស់នាងកំងហ្នឹងណាអគ្គនាយកខ្ញុំមានអារម្មណ៍ឯណាហូបក្រុមហ៊ុនកំពុងមានបញ្ហាបើមិនដោះស្រាយពេលនេះកម្លាំងញើសឈាមរបស់អគ្គនាយកច្រើនឆ្នាំច្បាស់ជាអត់ប្រយោជន៍បញ្ហារឿងទុនសូមនិយាយមកខ្ញុំអាចជួយនាងបាននាងត្រូវការប្រមាណឈិនមកខ្ញុំដឹងថាលោកមានចិត្តល្អចង់ជួយខ្ញុំប៉ុន្តែរឿងនេះវាលើពីសមត្ថភាពរបស់លោកទៅទៀតក្នុងពេលអាសន្ននេះមានតែសេដ្ឋីអាកំបាំងម្នាក់នេះទេទើបអាចទាញទីផ្សារពិភពលោកទើបអាចជួយខ្ញុំបានទីផ្សារពិភពពិភពលោកនាងចង់និយាយថាម្ចាស់ពិភពអត់ខួរក្បាលអត់ខួរក្បាលមែនហើយប៉ុន្តែគេចំណាយ8000លានដើម្បីសង្គ្រោះទីផ្សារពិភពសកលលោកសេដ្ឋីអាកំបាំងលោកថាគេអត់ខួរក្បាលតែបើសិនជានាងនិយាយបែបនេះខ្ញុំក៏ស្គាល់ដែរលោកស្គាល់ទេព្រោះម្នាក់នោះគឺជាខ្ញុំឯងលោកស្គាល់ទេគ្រាន់តែចំណាយ8000លានជាងអ្នកស្អីអញក៏ប្រាប់យើងថាឯងមានទ្រព្យសម្បត្តិមហាសាលចាញ់មិនអស់ចេញមកដឹកជញ្ជូនណាហេឈ្គួតទេនេះគឺជាការដឹកជញ្ជូនលើកចុងក្រោយទេជូនខ្ញុំបន្ទាប់ពីនេះទៅខ្ញុំឈប់ធ្វើហើយវាបុរាណពេកឈិនមកខ្ញុំរវល់ពិតមែនមិនអញ្ចឹងចេះចោះចាំដល់ពេលចប់ការងារហើយខ្ញុំនឹងរៀបចំការជួបជុំហើយមករួមថ្នាក់ពួកយើងជុំគ្នាជួបដំណើរគេទៅអត់ទេលោកឈិនអញ្ជើញលោកទៅតាមនេះចាំខ្ញុំបកស្រាយសិនបានទេមិនមែនទេខ្ញុំមិនមែនជាអ្នកដឹកជញ្ជូននោះទេហៅឡូនេះជាក្រុមហ៊ុនស៊ូគ្រប់មែនទេឈ្មោះស៊ូជីងសៀលោកគឺស្ដាប់ណាខ្ញុំអាចជួយនាងប៉ុន្តែគ្រប់គ្នាគឺត្រូវបង្ហាញអំពីតម្លៃស័ក្តិសមក្នុងការខ្ញុំវិនិយោគទុនជាមួយលោកគឺភ្ជាប់ពាក្យជាមួយខ្ញុំសកលចាំទុកណាកុំអោយខ្ញុំអស់សង្ឃឹមអគ្គនាយកស៊ូក្រុមហ៊ុនពួកយើងត្រូវបានទទួលគណនេយ្យមកច្រើនខ្លាំងណាស់10,000លានណាអគ្គនាយកស៊ូលើកនេះក្រុមហ៊ុនរបស់យើងជួយបានហើយ100លានមិនក៏ឆាន់បែបនេះពេលនេះឯងបញ្ញាប់ទៅដល់លេខ2លេខ3ទៅដើម្បីណែនាំនឹងចំនួនវងមនុស្សមិនថាសំណងប្រភេទណាទេគាត់ត្រូវតែសងក្រៅពីនោះយក10លានដើម្បីជួយជិលតំបន់សៀចៅអគិសនីនិងបំពង់បង្ហោះអ៊ូស្មានរៀបចំទៅចាប់បានគឺអូននេះសួរគ្រប់ត្រូវបានរក្សាបានប៉ុន្តែម្នាក់មួយនោះហេតុអីស្រាប់តែចង់វិនិយោគលើខ្ញុំស្ដាប់ណាខ្ញុំអាចជួយនាងបានប៉ុន្តែនាងត្រូវតែបង្ហាញខ្ញុំពីតម្លៃស័ក្តិសមនិងឲ្យខ្ញុំវិនិយោគជាមួយគេថាចង់ឃើញតម្លៃរបស់ខ្ញុំឬមួយក៏គេចង់បានខ្ញុំជារបស់គេមិនបានទេខ្ញុំត្រូវតែបកស្រាយជាមួយគេឲ្យបានច្បាស់លាស់បន្តិចសិនខ្ញុំមិនមែនមនុស្សប្រភេទហ្នឹងទេប៉ុន្តែបើខ្ញុំមិនមានការវិនិយោគទៅនោះទេខ្ញុំមិនអាចរក្សាស៊ូស៊ីគ្រប់នោះទេហើយនឹងរៀបការជាមួយម្នាក់ស៊ូជាងទៀតបើអញ្ចឹងមែនខ្ញុំសុខចិត្តធ្វើជាស្រីចិញ្ចឹមក្នុងទ្រុងរបស់គេល្អជាងហើយគេក៏បានជួយខ្ញុំដែរមនុស្សប្រុសដែលមានសមត្ថភាពញ៉ាំសាមឲ្យខ្ញុំលោកខ្ញុំយកអត្តន័យរបស់លោកហើយចាប់ពីថ្ងៃនេះទៅខ្ញុំជាមនុស្សស្រីរបស់លោកមនុស្សរបស់ខ្ញុំអីទៅអាយ៉ានាងយ៉ារុកបែបនេះមកមិនសមតិចដឹងអីស្មាស់គេណាលោកអើយតែមានការយល់ច្រឡំអីតិចដឹងមិនត្រូវទេខ្ញុំបានបញ្ជូនទៅហើយតើហេតុអីត្រូវបញ្ជូនទៅវិញនោះថ្ងៃក្រោយកំហៅខ្ញុំថាលោកទៀតអីហៅខ្ញុំថាលោកម្ចាស់អូខេលោកចាស់ពេកហើយនេះបានគេនិយាយថាមានលុយធ្វើអីបាត់ចិត្តទាំងអស់ក្មេងចំទង់នៅលាវហើយស្អាតយ៉ាងនេះទៀតខ្ញុំត្រូវការទាំងអស់ខ្ញុំឈិនមកនឹងមានប្រពន្ធចង់ជាក្រុមតែម្ដងជនក្រុមហ៊ុនដែលជាប់ជារបស់លោកគឺកំពុងត្រៀមចោលកម្មវិធីបង្ហាញរថយន្តទំនើបក្នុងស្រុកពួកគេសង្ឃឹមថាលោកនឹងផ្ដល់កិត្តិយស
មែនហើយគឺគូតដោរថយន្តហើយបាទអញ្ចឹងខ្ញុំដឹងហើយណាពួកឯងចាំសិតចុនតិចទៀតខ្ញុំទៅអ្នកមានសម័យថ្មីឯងមើលចុះពួករហាំចង់មើលស្រីស្អាតផងប្រុសប្រភេទនេះគួរឲ្យខ្ពើមណាស់គ្មានការរីកចម្រើនពឹងល្បិចកលដើម្បីបំពេញបំណង អាយ៉ាមើលទៅកន្លែងនេះស្អាតនេះគេមិនទិញឡានឬមួយក៏គេមិនទិញស្រីស្អាតទៅណោះសុំជ័យមើលណែស្រីស្អាតហ่ะណែមើលឡាននោះក៏ស្អាតដែរចង្កេះស្ដាជើងធំបបោមាន់ក្រខំចាស់ស៊ីណាស់លោកអើយឈិញឈីវងកាលពីក្មេងនៅផ្ទះជិតខ្ញុំងូតទឹកស្រាតជាមួយគ្នាតាមិនក៏បានឃើញយូរស្អាតបែបនេះចេញស្ដាប់ឲ្យច្បាស់ទីនេះអ្នកប្រុសខ្ញុំត្រូវទិញដាច់ហើយបើធ្វើតាមច្បាប់អ្នកបង្ហាញមកទីកន្លែងនេះគឺទុកឲ្យអ្នកប្រុសស៊ូយើងគឺជាអ្នកមើលនេះជាអ្នកប្រុសស៊ូពួកយើងគឺមិនហ៊ានប៉ះទេអូស្រីកុំខ្លាចអីបងទុនភ្លុនណាអ្នកប្រុសស៊ូកុំអីលឹងយកច្រឡំហើយខ្ញុំមកទីនេះដើម្បីការងារក្រំម៉ាំងទេខ្ញុំមិនមែនធ្វើការងារនោះទេយល់ច្រឡំខ្ញុំចំណាយ 2000 ម៉ឺនទិញហើយមាននិយាយថាយល់ច្រឡំដែរអីគឺយល់ច្រឡំចឹងអីចឹងលុយយើងមិនចំណាយទៅហើយទេអីយកទៅយកនាងនេះហ៊ានខាត់យើងផងអីហេលោកបងមិនគឺជាលោកបានមិនអីទេខ្ញុំមិនអីទេបងឆាប់រត់ទៅម្នាក់ស៊ូជើននេះគេគឺជាអ្នកប្រុសស៊ូក្រុមហ៊ុនស៊ូគ្រប់បើគេចាប់បាននោះគេណាវាយបងស្លាប់បានទុកចិត្តចុះអ្នកប្រុសស៊ូស្អីទៅគ្មានស្អីទេមានតែបងទេអ្នកប្រុសស៊ូមិនអីទេឯងមកស៊ូយើងអត់បានការស្អីទៅមិនកុំឆាប់វាយវាទៅបានចុះជប់សិនលោកជាអ្នកចាត់ការទីនេះមែនទេមិនខុសទេឡាននេះលោកឲ្យដល់ណាអ្នកបង្ហាញមកគឺជារបស់អ្នកនោះមែនទេវាគឺជារបស់យើងទេឡានមួយគ្រឿងនេះគឺមានតម្លៃ20 លានឡើងទៅមនុស្សក្ររហាមដូចជាឯងនេះគឺគ្មានសមត្ថភាពនឹងទិញទេឯងមិនចេះដឹងរឿងរបស់យើងទិញឬមួយក៏អត់អីសំណួរយើងសួរនោះគឺថាទិញឡានពីគ្រឿងនេះគេជារបស់អ្នកទិញមែនទេរឿងនេះបាទថ្ងៃនេះបើសិនជាឯងអាចយកចេញពីដៃយើងមិនខ្វល់ថាយកនាងទេឯងយកគេទៅក៏បានដែរតែបើសិនជាឯងយកលុយចេញមកមិនបានទេនោះយើងនឹងឲ្យឯងទុកជើងតែមកខាងទៅទីនេះតើឯងនឹងហ៊ានទុកជើងអត់ទេហ៊ានទេបងឈិនបងកុំនិយាយអីស៊ូក្រុមគេមានបំផុតនៅក្នុងទីក្រុងនេះបងលែងមិនឆ្នៃពួកគេនោះទេអវ៉ាន់ខ្ញុំពេលនេះមិនដូចពីមុននោះទេមានតែលុយដូចគេហ្នឹងមិនមែនដៃគូខ្ញុំនោះទេឯងធ្វើពុតស្អីអ្នកចាត់ការខ្ញុំថែម100 ម៉ឺនទៀតបាទទេថែម100 ម៉ឺនយ៉ាងម៉េចខ្ញុំថែម100 ម៉ឺនហ្នឹងឯងខ្លាចហើយអីអូឯងយល់ច្រឡំហើយនៃរបស់ខ្ញុំនោះគឺថា100 ម៉ឺនថែមអីបន្តិចម្ល៉េះមកដងថែម100 ម៉ឺនឯងថាតិចទៀតចេះទៅយើងថែម100 ម៉ឺនដែរខ្ញុំថែម100 ម៉ឺនទៀតយើងក៏ថែម1000 ម៉ឺនខ្ញុំដែរអូយនៅខ្ញុំស្ដាប់មិនច្រឡំទៀតដល់ឲ្យថែម1000 ម៉ឺនយ៉ាងម៉េចថែមប៉ុន្មានហើយបាទឡាននេះឥឡូវនេះគឺទំនេរសម្រាប់អ្នកជួញដូរគឺថែមប៉ុណ្្នឹងក៏បានដែរខួរក្បាលស្អីហ្នឹងចង់បានខ្លាំងជាងយើងថែម1000 ម៉ឺនយ៉ាងម៉េចដែរយ៉ាងម៉េចយើងខ្លាចយើងគឺកំពុងតែគិតឯងក្រនបើបែបនេះបើអាចយកលុយចេញមកបានគឺអ្នកចាត់ការលឿខ្ញុំថែមលើសពី1000 ម៉ឺនអញ្ចឹងគឺយើងថែមលើស1000 ម៉ឺនទៀតអីយ៉ាងម៉េចអ្នកប្រសូនៅទីនេះគឺជាស្ថានីយ៍ឡានមិនមែនជាកន្លែងព្រមព្រៀងស្អីនោះទេយល់អត់គ្មានលុយចេញទៅកំណៅបាក់មុខយើងថែម1000 ម៉ឺនឯ51 លាននោះ51 លានអាយ៉ាបើសិនជាថែមបែបនេះយឺតពេកហើយមើលទៅអ្វីត្រូវបញ្ចប់លើជើងគឺបាត់នេះថាម៉េចយ៉ាងច្រើនថែម100 លានយើងដាក់ច្រឡំតិចដឹកអីឯងឈុតទេ100 លានគ្រាន់តែស្រីម្នាក់នេះកុំថាឡើយ100 លានទោះបីជាយើងថែម1000 លានយើងត្រូវតំណប្អូនស្រីទៅជាមួយដែរអ្នកប្រុសស៊ូថែមលុយទៀតអត់យើងថែមមកយកស្អីឯងមានលុយច្រើនណាស់មែនទេយើងសង្ស័យថាអាចដាក់តម្លៃផ្ដេកផ្ដាស់ហើយដល់ព្រោះលោកដាក់តម្លៃខ្ពស់ពេកហើយខ្ញុំត្រូវការផ្ទៀងផ្ទាត់ការបង់លុយសុំសហការផងផ្ទៀងផ្ទាត់ខ្ញុំមិនផ្ទាត់ទេប៉ុន្តែកំណត់របស់ខ្ញុំម៉ាស៊ីនកោសកូដលុយរបស់លោកយ៉ាងច្រើនណាស់បានត្រឹមតែ5000 លានទេលោកគ្មានសិទ្ធិផ្ទៀងផ្ទាត់លុយរបស់ខ្ញុំទេម៉ាស៊ីនរបស់លោកមានតម្លៃ5000 លានគ្មានសិទ្ធិទេសម្រាប់ឯងប្រហែលជាមិនមែនអ្នកមានស្អីទេឯងគឺជាកំពូលមហាសេដ្ឋីស្អីទៅអូទូទាំងក្រុងនេះគឺថាមាន100 លានគ្រួសារមានតែមួយគត់គឺលោកខ្ញុំសំទោសគឺឪពុករបស់ខ្ញុំនៅតែជាឪពុកលោកការធានាគីរបស់យើងអាចរត់1 នាទីកាប់យើងស្មើនឹងឪពុកឯងទៅហើយឯងមិនអួតឯងក៏មិនស្លាប់ដែរឯងមកពីណាយើងចាំមើលតើឯងជាស្អីទៅ
គ្មានលុយទៀតដឹងហើយឯងជាស្អីចាំមើលគ្មានលុយផងណា សុំបានកណ្ដាលនេះសុំបានតែមិនអនុញ្ញាតឲ្យធ្វើកម្មវិធីនិងបំផ្លាញដល់ខ្លួនឯង អាចទេឆាប់ទៅយកម៉ាស៊ីនផ្សេងមកឆាប់ឡើងបាត់ឲ្យដល់មនុស្សទៅយកម៉ាស៊ីនផ្សេងទៀងស្ទប់ឲ្យលឿន លោកអ្នកគ្រប់គ្រងមានរឿងហើយមានមនុស្សកំពុងព្យាយាមបង្ខំកម្មវិធីផ្ទាល់លេខកូដ AS កណ្ដាលរបស់ទេសចរ នរណាថ្លើមធំឆែករកទីតាំងទៅ រកឃើញហើយទីតាំងនៅមណ្ឌលសន្តិបាលអ៊ីងឈិន ក្រនបើហ៊ានប្រព្រឹត្តបទអក្រកម្មនៅក្រោមការគ្រប់គ្រងរបស់យើងតោះ បងឈិនពិតជាគ្មានបញ្ហាមែននេះ អាវ៉ាន់យើងនិយាយហើយទុកចិត្តចុះពួកគេគ្មានសិទ្ធិបើកទេហើយពួកគេក៏មិនស័ក្តិសមដែរបើតើស្ដេចប្រចាំប្រទេសប្រធានការិយាល័យកណ្ដាលទីក្រុងទើបអាចបើកបាន ប្រមានម៉ាស៊ីនត្រូវការបំផ្លាញដល់ខ្លួនឯងចាប់ផ្ដើម មិនអាចទៅទេព្រមាន ប្រមានគ្មាន បំមានបើយកស្អីបំមានស្អីបំមានស្អីខ្វះអើយកុំចំណាយកម្លាំងអត់ប្រយោជន៍អីឯងមិនអាចមានសិទ្ធិនោះទេយើងអូយើងយល់ហើយអាឯងនេះគឺពិតជាថ្លើមធំពីមិនហ៊ានលោកដៃជាមួយនឹងការធានាគារជាតិឥឡូវឯងច្បាស់ជាបញ្ចប់ហើយយើងប្រាប់ឯងប្រធានសាខាក្រុមយន់យូឡុងជាមិត្តរបស់ឪពុកយើងពេលនេះគឺយើងទេទៅរកគាត់ឲ្យគេចាត់ការឯងចាំទៅមើលទៅអាយ៉ាមិនមែនរំខានទេយើងមកដល់ហើយពូឡុងពូមកល្អហើយឥឡូវមួយនេះគឺវិហ៊ានលោកដៃចូលការធានាគារជាតិឆាប់ទេទៅប៉ុណ្ណឹងព្រីទៅមានល្បិចបាននេះថាម៉េចការមនុស្សខ្ញុំក៏ប្រមាថដងទៅហើយមិនអាចយកចេញបានសោះមកនិយាយចឹងអ្នកផ្ទៀងផ្ទាត់មូលនិធិរបស់គេគឺជាឯងលពូឡុងលពូឡុងហើយឯងក៏វាយខ្ញុំវាយឯងនៅមើលស្រាលពេកហើយការផ្ទៀងផ្ទាត់គណៈនៃធនាគារ SS ដែលគ្មានការអនុញ្ញាតគឺមានទោសអក្រិតមិនអាចការកម្រិតបែបនេះលើពិភពលោកនេះមានតែប្រមាណអ្នកទេដែលប្រើពូឡុងពូមើលគេចុះតើសមទេគេសមជាអ្នកមានមុខមាត់ស្អីទៅពូយល់ច្រឡំទេដឹងអ្នកបំដោះនេះស្លៀកពាក់បែបសាមញ្ញដូចជាមិនសមជាអ្នកមានមុខមាត់អីអាចមកកាតនេះជារបស់ឯងមែនទេជារបស់ខ្ញុំហើយឪពុករបស់ឯងនោះដូចជាគ្មានមុខមាត់អីទេកម្មករធម្មតាហើយគ្រួសារនឹងម្ដាយវិញដូចគ្នាចំណែកគឺមួយកាតអីគេនឹងលួចពីណាមកទេខ្ញុំដឹងថាលោកកំពុងតែគិតស្អីហើយប៉ុន្តែកាតមួយនេះវាជារបស់ខ្ញុំពិតលោកទុកចិត្តចុះរឿងមុនដឹងការពិតច្បាស់លាស់ទៅហើយគឺខ្ញុំមិនអាចតល់ប្រកាន់នរណាទេប្រកាសណាស់ហើយក៏មិនលើកលែងឲ្យជនពិការដែរគណៈនៃធនាគារកម្រិត 3A គឺត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសម្គាល់មុខកំពូលរបស់ពិភពលោកដរាបណាឆ្លងកាត់ផ្ទៃមុខហើយនោះគឺគ្រប់យ៉ាងត្រូវលាតត្រដាងនៃការពិតហើយ បងឈិនមក មិនអីទេថ្ងៃនេះសំណាងហើយសូមអញ្ជើញ ប្រមានការនឹងបរាជ័យ ពូឡុងឃើញទេខ្ញុំនិយាយមិនខុសទេគេគ្រាន់តែជាមនុស្សបោកប្រាស់បញ្ញាប់ចាប់គេទៅខ្ញុំសង្ស័យគ្រួសារគេគឺជាអ្នកបោកប្រាស់នោះទេ មិនមែនទេលោកប្រធានស៊ូម្នាក់នេះព្យាយាមលុកលាន់ខ្ញុំគឺបងឈិនទេចង់ការពារខ្ញុំទៅខ្លាចទៅច្បាប់នេះគេមិនមែនជាជនបោកប្រាស់ស្អីនោះទេ រឿងនេះនៅប្រសូចិននោះគឺវិវាទរដ្ឋប្រពៃណីគឺខ្ញុំមិនពាក់ព័ន្ធចំណែកគេវិញត្រូវសង្ស័យថាខ្លាចបន្លំព័ត៌មានធនាគារប៉ុនប៉ងគេប្រវាញ់ប្រព័ន្ធធនាគារដើម្បីលួចទ្រព្យសម្បត្តិធំចាំបាច់ដល់គេស្ពរប៉ូលីសជប់សិនឯងធ្វើពុតស្អីខ្ញុំមិនជឿថាឯងចេញការស្អីទេ ស្កែនជោគជ័យទៀនទាត់អត្តសញ្ញាណបានជោគជ័យកណ្ដាលកម្រិត 3S សមតលកណ្ដាលរាប់មិនអស់បានរាប់ទៅមិនដឹងយ៉ាងម៉េច មិនអាចទេពូឡុងពូនិយាយថាប្រព័ន្ធរបស់ពូគេដំណើរការគិតខុសមិនអាចទេ system យើងមិនខុសទេលោកឈិនឲ្យខ្ញុំសុំទោសណាខ្ញុំបំពេញហើយការធនាគារអ៊ីអាមាញ់នេះគឺមានមនុស្សសង្ស័យពីឋានៈរបស់ខ្ញុំហើយនៅល្មើសចង់មើលឋានៈនៃខ្ញុំទៀតលោកថាទៅគួរចាត់ចែងយ៉ាងម៉េចបន្តច្បាប់ប្រទេសឃុំខ្លួនផ្នែករដ្ឋបាលចំនួន10ថ្ងៃល្អណាស់ចាត់ចែងចុះមិនមែនទេពូឡុងប៉ខ្ញុំនៅចំពោះមុខច្បាប់ស្អីក៏មិនមែនដែរដល់ពីទៅពូឡុងក៏មិនក៏ប៉ខ្ញុំអីឯងដឹងថាខ្ញុំជានរណាទេឯងលោកជុនរឿងនេះត្រូវបានដោះស្រាយហើយបើអញ្ចឹងខ្ញុំលាសិនហើយអ្នកពូឡុងជប់ទៅជប់ពូឡុងលេជប់ឈឺណាស់កុំចាប់ជប់កុំចាប់គ្នាឈឺនេះកាលេវមើលឡាននេះស្អាតណាស់បាទលោកឈិនលោកនិយាយបញ្ចុះលោកឈិនលើកនេះបញ្ញាប្រមូលរបស់ចេញទៅហើយបញ្ញាបត់ក្បាលចេញពីមុខយើងទៅល្អជាងលោកឈិនលោកចង់បដិញខ្ញុំហ៎យ៉ាងម៉េច
ឯងហ៊ានលក់ឡានហើយថែមស្រីទៀតខុសគោលការណ៍កំណត់ហើយឯងមិនចេញណាចេញលោកជឿណារឿងនេះខ្លាចតែលោកធ្វើមិនបានទេអាងស្អីទៅលោកជឿណាទោះបីជាលោកមានលុយប៉ុណ្ណាក៏ដោយតែខ្ញុំមិនមែនជាមនុស្សរបស់លោកទេលោកមិនអាចចាត់តែខ្ញុំទេទោះបីជាលោកចង់បដិខ្ញុំមិនមែនថាលោកនិយាយឲ្យធ្វើបានទេបងចិនមកឲ្យវាចាប់ទៅចុះខ្ញុំយល់ថាលោកលើនិយាយក៏មានហេតុផលទោះបីជាយើងខឹងក៏ដោយក៏មិនអាចផ្លាស់ប្ដូរអ្វីគាត់បានដែរចុះបើខ្ញុំនិយាយថាខ្ញុំជាម្ចាស់ក្រុមហ៊ុនប្រណិតវិញនោះបងចិនមកបងនិយាយថាបងគឺជាម្ចាស់ហាងឡានអស់នេះលោកជឿណាលោកដូចជាកំ pl ាញ់ពេកហើយអាយ៉ាក្រុមហ៊ុនធានហៅរបស់ពួកយើងគឺទៅត្រូវបានទិញដោយមហាសេដ្ឋីពាន់លានមើលទៅវាដូចជាអ្នកកាន់ប្រទេសតែម្ដងលុះត្រាតែខ្លែងបន្លំជាគាត់ទេបងឯងជួយសើបមើលខ្ញុំបន្តិចទៅទីស្នាក់ការធានហៅអូតូគឺមានអ្នកគ្រប់គ្រងម្នាក់ឈ្មោះលីសៀនទេឯងជួយដេញគេចេញទៅក្នុងរយៈពេល3នាទីយឺតតែ1នាទីបានទេណាលោកជឿណាចេះទៅណាបើសិនជាលោកខឹងនោះខ្ញុំជាអ្នកចេញមុខខ្ញុំជូនឡានប៉ូលីឲ្យលោកតែម្ដងបីលោកជឿនលោកធ្វើអីដឹងពេលលោកជឿណាកុំលិចឲ្យបានទេមួយនោះទូរស័ព្ទអីចេះលោកប្រធាននេះជំរាបសួរនឹងលោកនេះលោកនិយាយថាម៉េចហ្នឹងតែកាយថ្មីគ្មានទេថ្ងៃនេះខ្ញុំបានជួបគាត់តរសោះធ្វើកែបងឆាន់មកច្រើនឆ្នាំខានជួបគ្នាយូរបងប្រែប្រួលមែនតើធំកន្លែងណាអាយ៉ាស្អប់បងណាបងនិយាយអីហ្នឹងលេងសើចទេអូនយល់ច្រឡំដល់បងហើយប្រែប្រួលនៅកន្លែងណាទៅតែអូនយល់ថាបងឥឡូវនេះមានជាងមុនកន្លែងណាមែនទេអាយ៉ាស្អប់បងណាប៉ុន្តែខានជួបគ្នាច្រើនឆ្នាំបងនាងប្លែកណាអត់ទេនៅកន្លែងណាណែប្រែប្រួលនោះបងចង់និយាយថារូបរាងស្អាតជាងពួកអស់នោះវាគ្រាន់តែថាវាមានប្រភេទរបៀបទ្រាំមិនបានចង់តបាក់ទេចង់ត្របាក់អូនចង់តាចង់បងជូនទៅបងឆាន់មកថ្ងៃនេះបងជួយខ្ញុំច្រើនណាស់ខ្ញុំចែកបងញ៉ាំបាយបានបងនឹងទៅរកកន្លែងស្ងាត់ជាងគេលោកប៉ាថាម៉េចស្អីគេហ្នឹងបានខ្ញុំប្រញាប់ទៅវិញបានយ៉ាងម៉េចបងឆាន់មកថ្ងៃនេះខ្ញុំមិនបានជូនបងទៅញ៉ាំបាយទេម៉ាក់ខ្ញុំឈឺខ្ញុំប្រញាប់ទៅវិញអាយ៉ាឡានរបស់បងលឿនបងអាចជូនទៅបានប៉ាម៉ាក់យ៉ាងម៉េចហើយម៉ាក់បើម៉ាក់មិនអីទេនោះម៉ែក៏មកកុហកកូនអញ្ចឹងបើមិនកុហកឯងទេឯងមិននឹងដាច់ចិត្តមកអាយ៉ាកូនស្រីម៉ាក់បានរៀបចំកាដូជួបជុំម្នាក់ឲ្យកូនគឺអាល្អិតគ្រួសារស៊ូម្នាក់នោះគេយល់ព្រមឲ្យបណ្ដាការ300000ទៀតហើយម៉ាក់គេអាយុ40ឆ្នាំទៅហើយច្រើនជាងខ្ញុំដល់តែ20ឆ្នាំឯណោះហើយអាយ៉ាបណ្ដាការដល់តែ300000ណាកូនឆ្នាំនេះកូនក៏អាយុដល់ដែរអាយុចាំងតិចទៅយ៉ាងម៉េចឲ្យតែល្អដាក់កូនទៅគឺបានហើយឯងមិនតាមបានទេលោកដៃបាត់ទ្វារបើទៅសម្រាប់ម៉ាក់ទោះម៉ាក់បាត់ទ្វារក៏អត់ប្រយោជន៍ដែរខ្ញុំថាមិនការគឺមិនការមិនការអាងអីឯងមិនការនោះព្រោះអីព្រោះខ្ញុំមានមិត្តប្រុសរួចហើយឯងមានមិត្តប្រុសរួចហើយបានហើយឯងមានតាំងពីពេលណាពេលថ្ងៃមុនហ្នឹងណាហើយគេម្នាក់នោះអ្នកទាំងពីរក៏ស្គាល់ដែរស្គាល់អ្នកណាទេកាលពី2ឆ្នាំមុនបកឆាន់មកគាត់ធ្លាប់រស់នៅចនលើណាឆាន់មកហីអាយ៉ាមិនបាននោះទេគ្រួសារគេគ្រាន់តែជាកម្មករវាគ្មានកំណត់នោះទេឯកូននេះប្រឡងជល់អង្គភាពជាតិគឺសុទ្ធតែកូនជាអ្នកដែលមានកិត្តិយសខ្ពស់គេមិននឹងអាចប្រៀបស្មើនឹងកូនប្រៀបស្មើមិនបាននោះទេប្រកាសជាប្រៀបបានហើយបងឆាន់មកគេជាតកែតែម្នាក់បាត់ឃ្លាំងឡានណាដឹងទេអូឡានស្ពននៅខាងក្រោមមិននេះគឺជារបស់ឆាន់មកតើប៉ុន្តែចាមិនហើយជារបស់គេអាយ៉ាឡានស្ពយហើយយើងលើកថាឡានស្ពយមានតម្លៃជាង1លានតិចបំផុតណាអីបងសម្លាញ់ឆាប់ទៅឆាប់ទទួលគេយកមកទៅឆាប់ទៅឆាប់អញ្ចឹងទទួលគេយកមកឆាប់សិនទៅមិនបានទេហើយគេជាសង្សារឯងមែនទេគេជាសង្សារតែមានសង្សារណាលើកទី1សោះមកជួបប៉ាម៉ាក់តាហើយនោះមើលទៅវាដូចជាចម្លែកពេកហើយមែននឹងហើយអញ្ចឹងឆាប់ឲ្យទៅទទួលឈិនមកឲ្យចូលមកឆាប់ទៅទទួលគេឆាប់ខ្ញុំទៅណាបងយ៉ាងម៉េចអ៊ំស្រីគាត់មិនអីទេគាត់មិនអីទេមិនអីគឺល្អហើយនាងគិតនៅទីនេះឬមួយក៏ខ្ញុំជូននាងទៅបងឆាន់មកខ្ញុំចង់ឲ្យបងជួយខ្ញុំរឿងមួយនិយាយមកតើមានរឿងអីទៅខ្ញុំចង់ឲ្យបងខ្លែងធ្វើជាសង្សាររបស់ខ្ញុំបានទេ
អីយ៉ាអេលោកប្តីបងថាទៅតិចលោកកូនយើងគេកុហកយើងទៅ មិនចាំបាច់និយាយទេមានចំអកនោះគឺថាមានល្បិចច្រើនណាស់នេះអាចទៅរួចទេ អញ្ចឹងគេធ្វើយ៉ាងម៉េច រឿងនេះបងមានវិធីហើយបងប្រាប់អូនណាតិចទៀតគេនឹងឡើងមុខហើយយប់នេះគឺខាត់គេឲ្យនៅទីនេះមកជប់ទៅហើយចំណែកបងនឹងឲ្យគេពីរនាក់នេះសម្រាប់នៅបន្ទប់តែមួយព្រោះស្អែកយើងនឹងសួរថ្លៃបណ្ដាការគេត្មងមិនជោគជ័យទៅហើយទេអី អីយ៉ាលោកប្តីបងពិតជាប្រកាសមែនបងមានវិធីយកបានតាមនឹងទៅចុះណា ប៉ាម៉ាក់ អូយអត់ណាស់ ឆាន់មកវិញហើយ អីយ៉ាឈិនមក លោកពូអ្នកមីងអាយ៉ាឈុនមកឯងនៅលោកពូនឹងមីងអីទៀតទៅពួកយើងគឺឃើញឯងតាំងពីតូចដល់ធំណា មែនហើយយើងបាននិយាយជាមួយម៉ាក់ឯងថាឯងនេះជាក្មេងដែលមានកំណើតថែមទៀតណា បែរហើយអូនៅនិយាយច្រើនដល់ណាទៀតទៅត្រៀមអាហារទៅខ្ញុំនឹងឈុនមកផឹកឲ្យឆ្ងាញ់ម្ដង ម៉ាក់កុំរំខានអីណា អាយ៉ាតែរំខានស្អីទៅហាសៀមមកឯងកំស្ដាប់កូនយើងនិយាយប្តីផ្ដាស់ថ្ងៃក្រោយទុកទីនេះជាផ្ទះខ្លួនឯងយើងទៅធ្វើម្ហូបឲ្យឯងណាណាមីងណាឈុនមកណាខ្ញុំផឹកបានតិចតួចតែប៉ុណ្្នឹងទេអើយឈុនមកបងប្អូនយើងផឹកអូនណាដីទៅបងស្រាវលេងថ្ងៃនេះសប្បាយចិត្តណាស់ខ្ញុំហៅលោកពូថាឪពុកត្មងក៏បានដែរហៅថាហៅឪពុកឪពុកហៅថាបងប្អូនក៏បានដែរហៅថាម៉េចហៅថាអូនក៏បានហៅអាប្អូនក៏បានដែរ ប៉ានិយាយប្តីផ្ដាស់អីហ្នឹងមិនក៏ប្អូនអីទៀតហើយបងឆាន់មកបងថាផឹកទៅបងផឹកឲ្យច្រើនហើយណា មិននិយាយបែបនេះជាមួយបងប្អូនយើងខ្ញុំត្រឡប់ទៅវិញមិនបានទេហើយពួកនាងជាមនុស្សស្រីចេះដឹងស្អីដែរតែមិនណាបងប្អូនបែបអូនក៏បងទៅឲ្យតែអ្នកមានត្រឡប់ទៅដេកវិញត្រឡប់ទៅដេកពួកយើងទៅដេកជាមួយគ្នាណាបងប្អូនទៅដេកជាមួយគ្នាដេកជាមួយគ្នា ឈិនមកមិនទៅធម្មតាទេឯងកុំប្រកាន់អីណា អត់ទេអត់អីទេអញ្ចឹងពួកឯងឆាប់សម្រាប់ទៅយើងមិនរំខានទេ ហើយបងថ្លៃបងជួយមើលអាប្អូនខ្ញុំផងលើទេ ទៅសិនហើយណាទៅសិនហើយ បងឆាន់មកយប់នេះបងកេងលើដីខ្ញុំកេងលើក្រែណា បាននាងជាមនុស្សស្រីរបស់ខ្ញុំច្បាស់ជាដេកនៅទីនេះជាមួយនេះ ត្រាំជើងណាដើម្បីឲ្យស្វាងស្រាអាយ៉ាត្រូវបន្ទុកខ្ញុំទៅបានតែបែបនេះទៅឲ្យពួកឯងប្រញាប់គេងទៅចាំស្អែកឡើងចាំយើងប្រមូលណានៅតែគាត់ច្លាននៅតែប្រពន្ធបងច្លានដដែលអាចាអាយ៉ាបងណា អាចាបងឆាន់មកខ្ញុំអាចសួរបងមួយបានទេស ួរអីទៅសួរមក បងឆាន់មកបងយល់ថាខ្ញុំស្អាតដែរទេ តែជាបងប្អូននឹងគ្នាមែនទេអមិនក៏និយាយស្អីប៉ប៉ោច្រើនម្លេះមើលសិនមើល បងយល់ថាខ្ញុំស្អាតទេ នេះស្អាត មិនមែនទេនៃរបស់ខ្ញុំចង់ថាបើខ្ញុំត្រូវមកឲ្យតែរៀបការជាមួយអ្នកផ្សេងខ្ញុំគ្រាន់តែចង់ធ្វើជាមនុស្សស្រីរបស់បងពីព្រោះអីបើប្រៀបធៀបជាមួយអ្នកផ្សេងបងល្អឆ្ងាញ់ណាស់ បងប្អូនយើងថ្ងៃនេះ បងមិនចង់រៀបការជាមួយខ្ញុំក៏មិនអីដែរនេះមកពីខ្ញុំស្ម័គ្រចិត្តទេ បងនិយាយអាកបាំងជាមួយនឹងអូនការធានាគារបងគ្រប់វិនាទីគឺមាន80,000លានចូលពេលនោះគឺមនុស្សស្រីរាប់ពាន់អ្នកមកតាមស្រឡាញ់បងគឺរាប់បញ្ចូលទាំងអូនផងដែរណា បើសិនជាមានមនុស្សស្រីបែបនេះខ្ញុំក៏ម្នាក់ដែរ ហ៎ អើយឈប់គេងទៅចិនមកនោះហ៎មិនក៏បាត់ទៅហើយ ហើយអាចមកនេះយើងឃើញគេតាំងពីក្មេងកំណត់ថោកទាបមកគឺថាមិនមែនគឺមានរបស់ច្រើនណាស់គេជួយកូនស្រីយើងហើយដាក់មេប្រូចតែម្ដងបណ្ដាការយើងក៏មិនទាន់បានផងហើយយើងខំ ជើងប្រាប់ណាបើសិនជាឯងមិនបានការជាមួយនឹងឈិនមកឯងត្រូវតែការជាមួយស៊ីស៊ូ លពូនមីកំពុងធ្វើហ្នឹងដាក់ឯង បងឆាន់មកមិនបងមកវិញអញ្ចឹង គឺបញ្ញាប់ខ្លាំងពេកណាស់ណាមិនបានជូនបណ្ដាការអ្នកទាំងពីរទៅធនាគារយកលុយ បណ្ណាការ មែនហើយសរុបគឺ 100,000 ព្រះអើយអូព្រះ100,000ណានេះជា100,000មែនទេ
អូកូនម៉ាក់100,000មែនអូយកូនម៉ាក់ដល់មនុស្សប្រុសបានល្អណាស់ ទទួលទៅនេះជាបណ្ដាការ100,000របស់អូនហើយអូនវ៉ាន់នៅជាមួយនឹងខ្ញុំណាថ្ងៃក្រោយមិនឲ្យគូសំអីទៀតទេមិនបាច់កាយទេគឺកូនយើងថ្ងៃក្រោយជារបស់ឯងហើយ បងចិនមកលុយរបស់បងចាំខ្ញុំសងបងវិញណា ក្មេងល្ងងមិនបាច់សងស្អីទេព្រោះអីពីថ្ងៃនេះទៅអូនជាមនុស្សស្រីរបស់បងហើយអូនគួរតែសប្បាយចិត្តដល់ការយកក្រុមហ៊ុនមករៀបចំរួចហើយសូមលោកមើលទៅនេះទុកថាក្រន់បាទតែ3ថ្ងៃរៀបចំអគារបែបនេះបានអាចជាមនុស្សក្រន់បាទលោកកានាយកលើកចុងក្រោយដែលលោកបានវិនិយោគ 8,000 លានក្នុងផ្សារក្រុមហ៊ុនបានចំណេញទ្វេដងនេះជារបាយការណ៍បានហើយរឿងតូចតាចបែបនេះឯងកុំនិយាយជាមួយខ្ញុំជាវងដឹងថាហេតុអីបានជាយើងហៅឯងមកទេហេតុអីទៅព្រោះខ្ញុំមានជំនឿចិត្តលើឯងណាអូសូមលោកទុកចិត្តចុះខ្ញុំច្បាស់ជាថែរក្សាក្រុមហ៊ុនសម្រាប់លោកហើយដើម្បីតបស្នងសងគុណលោកមានជំនឿចិត្តលើខ្ញុំនេះមិនធ្វើឲ្យគេរំភើបចិត្តហើយនេះបានហើយប៉ុណ្ណឹងចុះនាំគ្នាទៅធ្វើការទៅបាទក្រុមការងារទាំងអស់ទៅធ្វើការបាទទៅយើងបាទ អាឡូជីសៀខ្ញុំឮថាយប់នេះនាងជួបជុំមិត្តរួមថ្នាក់របស់នាងហ៎មែនហើយលោកម្ចាស់ខ្ញុំទៅមែននាងមិនទៅទេហើយខ្ញុំនៅចង់ឲ្យនាងអាខាងក្នុងនោះស្អីក៏មិនបាច់ឆ្លៀតដែរខ្ញុំចង់និយាយថានាងឆ្លៀតតែក្រៅបានហើយហើយម៉ោងប្រហែលណាជីសៀមិនក៏មិនតន់មកទៀតណោះអញនិយាយស្អីមិនក៏មិនទេទៅគេទេ ឈិនមកស៊ូជីសៀមានទូរស័ព្ទមិនក៏មិនទេទៅស៊ូសិនជាគឺប្រហែលជាមកគិមក្រាស់ទេមិនហ៊ានចេញមកមើលទៅយើងលេងគោះហើយពេកទៀតសុំទៅទាំងអស់គ្នាខ្ញុំមកទៀតហើយ អាយ៉ាពាក់ចិត្តបែបនេះមួយក៏គេមិនពាក់មែនស៊ូជីសៀថ្លឹមធំមែន សូសៀមិនក៏ទៅតែមកអញ្ចឹងដល់អាយធំឲ្យខ្ញុំមក ដល់អាក្រៅហ៎ មែនហើយអាយក្រៅយើងសិតប្រដាក់នៅទីនេះ អេកុំអីគ្រូពេទ្យថាខ្ញុំផ្ដាសាយខ្ញុំត្រូវពាក់ឲ្យក្រាស់បន្តិច មកអ្នកគ្នាញ៉ាំបដាលនិយាយបដាលទៅអាល្អិតនេះហ៊ានខ្លាំងណាស់មិនចេះទៅលេងខាងក្រៅឲ្យឆ្អែតពេកទុកពេលខ្ញុំអូញ៉ាំទៅមានរឿងអីនោះអត់មិនក៏ក្តៅម្ល៉េះណោះក្តៅណាស់នេះក្តៅអត់ត្រមបានទេ មែនហើយបែរក៏ក្តៅម្លេះ ក្តៅណាស់ត្រមលេងចង់បានទេនេះ ទ្រាំមិនបានទេអូយខ្លាំងណាស់ ក្តៅមិនចេះដល់អូយ៉ានាងបាច់ញើសខ្លាំងណាស់នេះដោះអាវក្រៅនេះចេញទៅមែនហើយបាច់ញើសច្រើនណាស់ងាយប្រសាយណាគឺឆាប់ដោះអាវក្រៅចេញទៅមែនហើយញើសហូរបន្ទប់ទេចាំខ្ញុំជួយកុំអីខ្ញុំមិនក្តៅមែននៅមិនក្តៅទៀតមើលមុខរបស់នាង មិនហើយជីសៀគ្រប់គ្នាសិតតែចង់ឲ្យអញល្អទេអញផ្ដាសាយបែបនេះចាប់បដួលស្លាប់គិតយ៉ាងម៉េចទូទាំងក្រុមហ៊ុនគ្មានអ្នកណាគេមើលថែអញទេណាដឹងទេមែនហើយជីសៀឆាប់ដោះអាយចេញទៅបើក្តៅបែបនេះមកដោះទៅចាំឲ្យទៀតមែនហើយដោះទៅគេក្តៅគ្រប់គ្នា ខ្ញុំសុំទៅបន្ទប់ទឹកមើលផ្លែតសិន គឺទៅបន្ទប់ទឹក ក្តៅបែបនេះ អូខ្ញុំគិតថាទៅបន្ទប់ទឹកដែរសុំមួយផ្លែតអូក្តៅណាស់លោកអើយជីសៀក្រែងពិធីជប់ជុំរបស់មិត្តភក្តិនាងមិនក៏ញាក់ផ្អើលម្ល៉េះ ឈិនមកបងមកធ្វើស្អីហ្នឹង ខ្ញុំគ្រាន់តែកាត់ទេបើសិនជាក្តៅបែបនេះទៅហើយនៅស្លៀកពាក់ប្រាស់បែបនេះតែវាក្តៅក្នុងទៅ ឬមកក៏គេមិនដឹងមិនបានទេមិនត្រូវឲ្យគេដឹងទេឯងនិយាយប្រាប់អីខ្ញុំមិនមែនជាមនុស្សប្រភេទហ្នឹងទេខ្ញុំមិនមែនអាភេទដល់ថ្នាក់ហ្នឹងទេអូលេងសើចទេអមិនក៏យល់ការម្ល៉េះឆាប់ទៅ គេមើលមិនដឹងមែនទេមើលចុះ ទៅញ៉ាំបាយ រឿងធ្វើឲ្យយើងចាប់អារម្មណ៍ហើយចាំមកជូនពរស៊ូឈិញសៀកខ្លាយទៅជាឋានៈដឹកនាំរបស់យើងទាំងអស់គ្នាសូមអញ្ជើញមកទាំងអស់គ្នាលើក ទាំងអស់គ្នាក៏សំពេចហើយនេះក៏តែខ្ញុំទៅជូនពរ
ចំណងមិត្តភាពដល់វែងឡាយសុំជូនពរ មក ជួយមក អ្នកនាងម្នាក់ណាឈ្មោះស៊ូឆេងសៀ គឺខ្ញុំ អ្នកនាងស៊ូនៅខាងក្រៅមានកញ្ចប់ធំមួយត្រូវការឲ្យអ្នកនាងសញ្ញេដោយផ្ទាល់ កញ្ចប់របស់ខ្ញុំ កញ្ចប់អីដកគ្នាទៅមុនទៅមើលមែនណា កញ្ចប់អី កញ្ចប់ស្អីទៅមើលទៅស្អីគេកញ្ចប់ធំបែបនេះជាស្អីទៅណោះ សំណាប់ចិត្តរបស់ខ្ញុំស៊ូឆេងសៀអាយ៉ាឆេងសៀមានអ្នកប្រុសមួយណាចិត្តបានម្លេះមកញ៉ាយដល់ទីនេះនោះ តើជារបស់ស្អីទៅចេញសៀរួចឆាប់បើកឲ្យយើងមើលផងទៅមើលតើជាស្អីទៅណោះយើងតាមមើលណា មែនហើយ ចេញសៀបងស្រឡាញ់អូនការជាមួយបងទៅលោកស៊ូនៅក្រុមហ៊ុនស៊ូគ្រប់អីតានេះឡានម៉ូតថ្មីទៀតផងតម្លៃជាង10លានប៉ារ៉ារីម៉ាញ់មីឡមែនតើ ស៊ឺជឺមិនក៏ជាឯង ចាំមិនបានជាមិនខ្ញុំមានតែខ្ញុំទេមានឋានៈជាវាយនាយស៊ូគ្រប់ដែលមានឋានៈអាចនឹងស័ក្តិសមនឹងនាង ស៊ឺជឺកាលពីមុនក្នុងទូរស័ព្ទខ្ញុំបាននិយាយច្បាស់លាស់អស់ហើយចាប់តាំងពីថ្ងៃដែលឯងប្រើវិធីគិតសង្កត់មកក្រុមហ៊ុនយើងនោះរវាងយើងនិងឯងគឺមិនអាចទៅរួចនោះទេ ខ្ញុំមិនបានចង់ឲ្យក្រុមហ៊ុននាងខ្សែធននោះទេខ្ញុំគ្រាន់តែចង់បំភ័យនាងតែបើនិយាយទៅខ្ញុំមកនេះគឺដើម្បីធ្វើការសុំទោសនាងដោយផ្ទាល់តើបានទេ បានចាស់លោកទៅវិញចុះខ្ញុំមិនព្រមទេ ចេញសៀខ្ញុំតាមស្រឡាញ់នាង2ឆ្នាំហើយគួរតែសាកល្បងខ្ញុំគ្រប់គ្រាន់ហើយនាងមិនអាចទុកខ្ញុំចោលទេ និយាយតែផ្ដាស់ខ្ញុំទាំងលោកចោលពេលណាខ្ញុំគ្មានអារម្មណ៍អ្វីចំពោះលោកនោះទេកុំថាឡាច់តែកាពីសាលោកហើយអ្វីដែលខ្ញុំដឹងនោះពេលឆ្នាំនេះឯងមិនបានមកចាំយើងអ្វីទេក្បែរខ្លួនឯងមនុស្សស្រីក៏មិនទៅដែរ ឃើញទេនាងនៅថាមិនពិសោធន៍ខ្ញុំទៀតមែនទេនាងឲ្យមនុស្សតាមដានខ្ញុំក៏ប៉ុន្តែចេញសៀនាងជឿខ្ញុំទៅខ្ញុំស្រឡាញ់នាងតែម្នាក់គត់មនុស្សស្រីគឺជាមនុស្សកំថមនុស្សប្រុសចឹងហើយ មិនហើយស៊ឺជឺខ្ញុំប្រាប់លោកជាលើកចុងក្រោយខ្ញុំសួរឆេងសៀទោះរៀបការជាមួយនឹងអ្នកសុំទៀនក៏ខ្ញុំមិនរៀបការជាមួយឯងដែរ អូខ្ញុំដឹងហើយនាងប្រហែលជាយល់ថាភាពស្មោះត្រង់របស់ខ្ញុំមិនគ្រប់គ្រាន់មែនទេមិនទេខ្ញុំនៅរៀបចំការផ្ញើផ្អើលមួយទៀតឲ្យនាងអាឡូផ្កាយរណបផ្ដាច់មុខតាផ្ដើម អូយផ្កាយនោះភ្លឺណាស់ផ្កាយអូយល្អណាស់ស្អាតមែនតើអូយស្អាតណាស់ ស៊ូឆេងស៊ូឆេងមួយនេះគឺខ្ញុំចំណាយលុយ100លានដើម្បីទិញសម្រាប់នាងចាពេលនេះទៅមិនថានាងទៅទីណានៃផែនដីទេគឺឲ្យតែងើយក្បាលនិងបំភ្លឺនាងភ្លាមគឺដូចជាខ្ញុំយ៉ាងអញ្ចឹងនៅរហូតគឺជា អូយព្រះហើយឆេងសៀរ៉ូមែនទិកមែនតើក៏អរភាពណាស់ឆេងសៀឯងនេះសំណាង នាង ណាស់ ជួយព្រមនឹងគេទៅគ្រាន់តែមានកំហុសទិញទួញតាណាដែលមិនខុសនោះ មែនហើយឆេងសៀបរិះល្អបែបនេះគ្មានអ្នកណាចំណាយ100លានបើពេញបំណងមនុស្សស្រឡាញ់ទេតែទិញផ្កាយបែបនេះ មែនហើយជិះសៀពេលនេះនាងជឿហើយនៅចិត្តខ្ញុំចំពោះនាងជ្រៅជាងទឹកសមុទ្រទៅទៀតខ្ពស់ជាងមេឃទៅទៀតភ្នំគ្មានការជួបជុំនៃផែនដីបងមិនអាចបាយពីអូនបានទេអូនសម្រាប់ ខ្ញុំអង្គបំណងល្អរបស់លោកតែចិត្តខ្ញុំមិនកាន់ប្រាទេពួកយើងមិនស័ក្តិសមគ្នាទេ ជិះសៀខ្ញុំធ្វើដើម្បីនាងច្រើនណាស់នាងនៅតែមិនពេញចិត្តទៀត លែងដៃទេលោកធ្វើឲ្យខ្ញុំជឿហើយ អត់ទេថ្ងៃនេះបើនាងមិនព្រមខ្ញុំទេខ្ញុំមិនដោះលែងនាងទេណាស់គេការជុំមុខគ្នាយូរហើយណាប្រុសស៊ូអាសម័យមិនក៏ឯងទៀតហើយយើងទៀតតែត្រូវសួរឯងយើងប្រាប់ឯងណាថ្ងៃនេះគឺជារឿងខ្ញុំនឹងឈិញសៀទេមិនពាក់ព័ន្ធឯងទេឯងថតចេញតែចែកដំមែនថ្ងៃនេះចែកដំស្អីខ្ញុំចង់សុំគេរៀបការជាមួយថាម៉េចឯងស្រឡាញ់គេយើងព្យាយាមតាំងពីនៅសាកលវិទ្យាល័យម្លេះបាននិយាយអំពីរឿងស្រឡាញ់វិញទោះជាឯងទៅទៀតគាត់ជាអ្នកមានអំណាចហើយថែមទាំងមានទឹកលុយទៀតផងណាចង់ធ្វើអីក៏បានដែរ មែនហើយឈិនមកឯងគ្រាន់តែជាអ្នកដឹកជញ្ជូនមិនថាឯងនឹងទិញស្អីទេឯងប្រៀបធៀបនឹងអ្នកប្រុសស៊ូដែលជូនផ្កាយដែរទេកុំសម័យពេក ចុះបើសិនជាផ្កាយវាខូចទៅនោះមានអីអស្ចារ្យ បាទអត់ចាំមែននោះឯងមានដែរទេឯងអាចជូនអីដល់ឆេងសៀបានទេកុំធ្វើពុតទៀត ឈិនមកបញ្ញាតែពួកគេនិយាយត្រូវហើយឯងមិនចាំបាច់ឲ្យគេប្រមាថមើលងាយទេរឿងរបស់ខ្ញុំអាចដោះស្រាយបាន ជិះសៀមេឃខ្មៅសពូនពោពេញទៅដោយផ្កាយនោះទើបពន្លឺចាំងរបស់អូននេះឯងអស្ចារ្យណាស់ ចុះអើយអស់សំណើអូពេញទៅដល់ផ្កាយយ៉ាងមិនក្រាស្អុយយើងទាំងឯងមានលុយក៏ប៉ុន្តែដើម្បីមេឃភ្លឺពេញមួយយប់មានពន្លឺផ្កាយ 10000 មែនហើយទោះបីជាមហាសេដ្ឋីម៉ាក់ណាក៏គ្មានលុយទិញដូចជាគេដែរចំណេះល្អបងប្អូនឯងរៀបចំផ្កាយឲ្យខ្ញុំ10000ទៅណាហើយដាក់ចំពីលើសន្តាគារស៊ីងសឺដាក់ពេញដំបូលស៊ីងសឺអេបងប្អូនទុកថាយើងនេះជាស្អីទៅ ឈិនមកបងឆាប់ទៅរឿងមួយនេះទុកឲ្យខ្ញុំជាអ្នកដោះស្រាយវិញ ជិះសៀនាងមិនជឿខ្ញុំមែនទេ ឈិនមកមិនមែនខ្ញុំមិនជឿលោកនោះទេខ្ញុំគ្រាន់តែពិបាកនឹងជឿ 3នាទីទេខ្ញុំនឹងកំងឲ្យភ្លឺពេញមេឃតែម្ដង ឈិនមក 3
មួយអូអូដាក់ ហើយ អូយ មិន កា ចា យដល់10000អូយ កាយរះពេញលេ រះ កាយដល់10000 អូយអត់ចា10000កាយ10000មែន ឆាន់មកលើកធ្វើបាន បងផងឯងដាក់កើម្ដងឲ្យមកចាប់អារម្មណ៍បន្តិចទៅឈរខាងមុខឲ្យខ្ពស់ជួយផងទៅ អូស្រឡាញ់អូនរហូត បងផងដូចជាយល់ពីអារម្មណ៍ស្នេហារបស់ខ្ញុំហើយយ៉ាងម៉េចជីសៀលើកនេះរំភើបចិត្តទេផ្កាយមួយនឹងពិបាកណាស់ទៅហើយនៅមានផ្កាយ10000ទៀតរ៉ូមែនទិកមែនអូនៅជាមួយគ្នានៅជាមួយគ្នា ខ្ញុំចាប់ផ្ដើមស្រឡាញ់លោកខ្ញុំចាប់ផ្ដើមស្រឡាញ់លោក មើលអីទៅយ៉ាងម៉េចខាងឯងកំពុងតែរៀនលោកដាក់ខោហើយឯងមើលស្អីចង់ញ៉ាំស្រាមង្គលការតើមែនទេឯងចាំទៅមើលទៅឯងចាំទៅមើលពួកយើងនៅដល់ណាទៀតចង់ធ្វើឆ្អឹងទៅទឹកកមែនទេ ចង់នៅធ្វើឆ្អឹងតតឹងតមែនទេ ចេញទៅទៅយើងទៅ ម៉ែណាចាប់ពួកយើងទៅ យើង ឆាន់មកលោកចង់ធ្វើអីហ្នឹង ក្រែងនេះធ្វើជាសង្សាររបស់ខ្ញុំមែនទេ ខ្ញុំលេងសាច់ទេ នរណាល្អទៅដល់ទិញផ្កាយ10000យកមកលេងសើចជាមួយនាង ហើយចាអ្នកខ្ញុំមិនមែនចឹងទេឆាន់មកខ្ញុំប្រាប់តាមត្រង់ចុះខ្ញុំមិនអាចមានស្នេហាផ្ដេសផ្ដាសទេខ្ញុំត្រូវតែទៅគ្រោះជាមួយគេបើសិនជាគេយល់ព្រមទើបខ្ញុំអាចនៅជាមួយឯងបាន មិនបាច់ទេគេយល់ព្រមខ្ញុំ អាចាខ្ញុំមិនបានលេងសាច់ទេនេះជាកិច្ចព្រមព្រៀងរវាងខ្ញុំនិងគេលោកចាំខ្ញុំមកផ្លែតណាខ្ញុំទូរស័ព្ទមើលសិន សម្បត្តិថាគូឈិញគ្នានេះគឺធ្វើជាស្កខ្ញុំមែន អាឡូលោកម្ចាស់គឺខ្ញុំ អាឡូឈិញសៀខ្ញុំគឺជាមនុស្សដែលនាងស្រឡាញ់នាងជាមនុស្សដែលខ្ញុំស្រឡាញ់ ឆាន់មកគឺលោក គឺខ្ញុំហើយក៏ជាខ្ញុំដែរដែលមិនឲ្យនាងស្លៀកកៅអៅក្នុងនោះខ្ញុំមានចេតនាបង្កើតសីតុណ្ហភាពម៉ាស៊ីនត្រជាក់ខាងក្នុងព្រោះអីខ្ញុំចង់ឃើញគឺកំថាឡើយស៊ូជឺទោះបីជាស្ដេចនៅទីនេះថ្ងៃនេះអូនគឺជាស្រីរបស់បងហើយអូនគឺជាស្រីសម្លាញ់ចិត្តរបស់ ហើយ បង ក៏មិនឆាប់ប្រាប់ខ្ញុំចេតនាធ្វើបាបខ្ញុំតែមែនទេ បងប្រាប់ហើយថ្លៃដឹកជញ្ជូនបងក៏ប្រាប់ដែរប៉ុន្តែលេខារបស់អូនទេមិនជឿ ចាំបានថ្ងៃនោះបងស្លៀកពាក់អាដឹកជញ្ជូនអូនទេក៏ទេមន្ត្រីឆាន់មកតើបងចង់ធ្វើអីណានេះនៅមុខសន្តាគារណា ណែណាឲ្យនាងហៅឈ្មោះខ្ញុំភ្លេចពីឋានៈរបស់ខ្ញុំជាស្អីហើយហើយ ខ្ញុំនិយាយមិនចាញ់ទេ មិនស្ដាប់មកគាត់លែងត្រូវការអូនហើយទៅជាមួយហ្វាឡាមីវិញ កុំទៅអីខ្ញុំហៅក៏បានដែរបងមកចិត្តបន្តិចមក ហ៎ លោកម្ចាស់ ខ្ញុំចាស់បងទៀន200,000បងប្អូនយើងមានការងារធ្វើហើយលបងមានរឿងអីកើតឡើងហ្នឹងមានកន្លែងណាមិនស្រួលទេខ្ញុំជូនទៅមន្ទីរពេទ្យតើពុតគ្រាន់តែមនុស្សអត់បានការនេះបោកណាស់បែបនេះបាទចូលធ្វើពុតទៅក្រោកឡើងយកទៅសบายទៅអរគុណឲ្យគ្រប់គ្រប់មិនណាទៀតហើយខ្ញុំជានរណាមិនសំខាន់ទេសំខាន់នោះគឺមានមនុស្សចំណាយលុយទិញជីវិតឯងទៅហើយបងប្អូនសម្រុកចូលយ៉ានិយាយទៅមាត់បានហើយចាំបាច់ប្រាប់ដៃជើងទូស្អីណានិយាយមែនទេណានៅដល់ណាទៀតមិនកំឆាត់តាមទៅចាំទៅទូរស័ព្ទទៅលោកអើយនៅដល់ណាទៀតមិនកំឆាត់តាមចាត់ការវាឲ្យបានអាចង្រៃនេះពីងផ្លូវផងអីថាចិញ្ចឹមយ៉ាងមកនេះកុំទល់មកណាក្រុមរបស់ខ្ញុំនៅទូទាំងឡុងទៀតធៀនណា ជើធីនអញ្ចឹងឯងល្អមើលហើយយើងជាណា ដាច់ក្រំនេះបងភីតាមក្រំដាច់ក្រំនេះបងភី ទៅពេលឯង3នាទីឆាប់បាត់មុខចេញពីមុខយើងភ្លាមទៅ អត់បញ្ហាខ្ញុំនៅប្រញាប់ចាយចេញទៅដល់ទៅអត់ណាអរគុណដែលនាងជួយឈិនមកអញ្ចឹងទៅតំណាក់តំណងគ្នាទៅណា
អូអ្នកខ្ញុំអូជាប់សោមែនខ្ញុំនឹងផ្ទេរប្រាក់ឲ្យនាងផ្ទេរប្រាក់ច្រើនបំផុត ឆាន់មក អូយខ្ញុំលេងណាឃាតករសម្លាប់មនុស្សជួយខ្ញុំផង រំខានណា ស្អីគេនឹងអូ ចង់និយាយស្ដីឲ្យតែឯងកុំស្រែកប្រដេះផ្ដាស់ខ្ញុំឲ្យមនុស្សដោះលែងឯង អរគុណហើយសូមសួរថាអ្នកក្លាហានជាអ្នកណាគេអ្នកនាងឈ្មោះកញ្ញាស្ដេចក្រមដីនៅទីក្រុងរបស់ពួកយើងគ្រប់គ្រងទីនេះឯងមិនយល់ទេគុកក្រមដីអត់ទេអ្នកក្លាហានគឺថាបាទនេះពួកយើងគ្មានគំនុំគុំគួនអីទេនាងចាំជម្រឹកខ្ញុំធ្វើទៅនាងចង់ប្លន់មែនទេខ្ញុំគ្មានចេតនាអីទេចង់បានទ្រព្យនោះគឺអាចទៅរួចខ្ញុំអាចឲ្យណែ ឈិនមកមើលមកលោកទៅខ្ញុំត្រូវការឲ្យអញរៀបការជាមួយនឹងខ្ញុំ នាងប្លន់មនុស្សមកការអីជប់សិនរៀបការឈូវីមុខគេមិនក៏ស្អាតបានម្ល៉េះសម្បត្តិក៏មានការកាប់សម្លាប់មិនមែនជាក្តីសម័យរបស់ខ្ញុំទេខ្ញុំនឹងមានលុយច្រើនមិនតន់ចែកអស់អ្នកក្លាហានស្រីយើងមើលទៅគឺចេះទេណាខ្ញុំជាមនុស្សសាមញ្ញស្អីក៏គ្មានហើយនាងនៅកន្លែងណាបកកែដល់កន្លែងហ្នឹងគឺខ្ញុំមិនសមនឹងនាងនោះទេចេះទៅគឺខ្ញុំស្គាល់មនុស្សម្នាក់បកកែឲ្យខ្លាំងទៀតផងម្នាក់នោះឈ្មោះថាស៊ូជឺគឺជាកូនប្រុសអ្នកមាននៅឈិនអ៊ីនខ្ញុំហៅគេមកបាន សួរជើអាចារ្យម៉ាស៊ីតនោះស័ក្តិសមនឹងខ្ញុំដែរទេ ខ្ញុំក៏ធៀបមិនស្មើនាងដែរហើយខ្ញុំក៏មិនជាមនុស្សបានការស្អីនោះដែរ ការប្រយុទ្ធមិញអ្នកទិញផ្កាយរណបចំនួន 10000 ក្នុងពេលតែមួយនៅថាខ្លួនឯងជាមនុស្សធម្មតា ហើយមិនក៏នាងដឹងរឿងនេះដែរ ទៅទាំងក្រុមទាំងឈិនរឿងដែលខ្ញុំចង់ដឹងមិនដែរថាមិនអាចដឹងនោះទេឈិនមកបើខ្ញុំទេមហាសេដ្ឋីអាកំបាំងដែលស្រាប់តែលេចមុខនៅផ្សារភិហ៊ុនថ្មីគួរតែជាឯងហើយ មើលទៅឈូពីរឿងនេះគឺខ្ញុំយល់បានច្បាស់ណាស់ ពួកឯងឆាប់ចេញទៅ ណែបាទណែយើងកុំចេញអាយ៉ាណែទប់អារម្មណ៍ផងនេះធ្វើស្អីហ្នឹងចង់ធ្វើស្អីហ្នឹងតែខ្ញុំទប់អារម្មណ៍លេងបានទៅលោកអើយកុំ កុំនិយាយច្រើនខ្ញុំនឹងកាន់ដាត់ឯងចេញភ្លាម អូណែ ឯងដឹងទេនេះគឺជាលើកទី1របស់ខ្ញុំមិនថ្នាក់ថ្នមលោកខ្ញុំប្រាប់លោកចោះ បានហើយលោកជាមនុស្សធម្មតាហើយយំធ្វើស្អីមិនចេះខ្មាស់គេទេ តាំងពីតូចដល់ធំមិនដាច់ចិត្តគិតទេត្រូវមនុស្សស្រីមកបំផ្លាញព្រមយារីអស់ស្អីភាពស្អាតស្អំខ្ញុំទៅណាអស់ហើយលេងស្អាតស្អំទៀតហើយលោកអើយ បានហើយឯងមិនខាតទេ នារីក្លាហាននាងធ្វើទាំងអស់នេះដើម្បីអីឬមួយក៏សម្លឹងឃើញភាពស្មោះត្រង់ភាពសង្ហារបស់ខ្ញុំណា ដើម្បីបងប្អូនរាប់មិនអស់របស់ខ្ញុំ បងប្អូន ព្រោះអីខ្ញុំចិត្តស្លាប់ហើយ ថាម៉េចនាងជិតស្លាប់ហើយ ខ្ញុំមានជំងឺដំណាក់កាលចុងក្រោយដាច់ខាំមិនត្រូវនិយាយទេនាំតែជាការវាប្រហារធំលោកឈិននៅក្មេងនឹងមានទ្រព្យសម្បត្តិគួរសមដែរលោកច្បាស់ជាមានប្រាជ្ញាគ្មានអ្នកណាម្នាក់ស័ក្តិសមជាងលោកនោះទេ ប្រាជ្ញាស្អីទៅបញ្ញារបស់ខ្ញុំចេះតែចាយលុយទេគ្មានចេះស្អីទេមែនណា ថាម៉េច ខ្ញុំចង់និយាយថាជំងឺនាងគឺមិនអាចព្យាបាលបានទេតាមមែនទេ ខ្ញុំមានវិធីតែមួយគត់វិទ្យាស្ថានស្រាវជ្រាវជាតិនៅប្រទេសសាកូរ៉ាបានបង្កើតថ្នាំដើម្បីព្យាបាលជំងឺចុងក្រោយតែគេក៏តែមនុស្សប្រទេសគេទេគេមិនព្រមលក់ឲ្យខ្ញុំឡើយ នេះឈូខ្ញុំប្រាប់នាងត្រូវតែជឿជាក់នៅលើលោកនេះគ្មានតម្លៃណាដែលមិនអាចចរចាបាននោះទេហើយក៏គ្មានរបស់ណាដែលទិញមិនបាននោះទេ នៃរបស់លោកនោះគឺ នាងមកបកគលខ្លួនឲ្យខ្ញុំទៅហើយខ្ញុំមិននឹងអាចទ្រាំបើកភ្នែកមើលនាងស្លាប់បានទៅនាងត្រូវការថ្នាំអីខ្ញុំហ៊ានធានាយកមកឲ្យនាងដល់ដៃ នេះ នាងមិនចាំបាច់និយាយទេក្រែងលោកខ្ញុំអាចធ្វើឲ្យខ្លាយទៅជាការពិតបានមិននាងធ្វើបានល្អណាស់អញ្ចឹងហើយបន្តិចទៀតណាមកនេះស្រុកក្រៅ លោកឈិនលោកបច្ចេកយកថ្នាំនោះលក់ខ្ញុំមែនទេនេះជាបច្ចេកវិទ្យាទំនើបបំផុតរបស់ពួកគេ ទុកចិត្តចុះខ្ញុំរៀបចំគ្រប់យ៉ាងបានលោកជុននេះគឺលោកអាន់ធានពីតំណាងចរចាពាណិជ្ជចាប់ដើមលោកជុនសុំទោសផងណាមួយនេះត្រូវបានចាត់ទុកជារបស់សម្បត្តិរដ្ឋដូច្នេះហើយមិនថាមានលុយប្រមាណនោះទេពួកយើងគឺមិនអាចលក់ឲ្យលោកបានឡើយអរខ្ញុំសុំទោសផងណាឲ្យលោកខកពេលទៅហើយគឺថាជារបស់ពិសេសរបស់ពួកយើងសុំទោសពេលនេះគឺធ្វើឲ្យលោកសោចចំអកហើយសុំទោសផងទៅចុះ
លោកឈុនលោកដូចជាគ្មានសុជីវធម៌ទេនេះលោកអានខ្ញុំប្រាប់លោកចុះប្រពន្ធរបស់ខ្ញុំចាប់បាញ់ត្រូវការប្រើថ្នាំកំថាឡើយ 5000 លានទោះបីជាប្រមាណក៏ដោយថ្ងៃនេះលោកត្រូវទៅលក់ឲ្យខ្ញុំយល់ទេលោកឈុនណានេះនៅត្រង់យើងសាគូរ៉ាណាមិនមែនប្រទេសចិនទេខ្ញុំដឹងថាលោកមានលុយខ្លាំងណាស់ក៏ប៉ុន្តែពាក្យបុរាណរបស់ប្រទេសចិននិយាយថាឲ្យធ្វើនៀកខ្លាំងប៉ុណ្ណាក៏មិនអាចវាយពោះក្នុងត្រង់បាននោះដែរដូច្នេះក្នុងហេតុផលនេះគឺលោកគួរតែដឹងច្បាស់ហើយខ្ញុំប្រាប់លោកមួយឃ្លាទៀតខ្ញុំថាលោកយល់ល្អកុំបង្ងើយកន្តើយលោកជុននេះលោកតង់និយាយថាមិនហ្នឹងបាទផងបាទបញ្ញាផ្ដោតដំណឹងឲ្យផ្នែកកណ្ដាលដីភ្លាមចល័តក្រុមហ៊ុនទាំងអស់មូលនិធិស្វែងរកពាណិជ្ជកម្មដល់អបផុតក្នុងប្រទេសខ្ញុំចង់ឲ្យក្រុមហ៊ុន Petricol Pharmaceutical មួយនាទីត្រូវខ្សែធនបាទណែលោកជុនលោកកំពុងតែយកស្បទៅដឹងអីការគ្រប់គ្រងអសត់ Petricol គឺជាវាយនៃសង្គមអង់គ្លេសគឺនៅគ្រប់គ្រងពីក្រោយប្រតិបត្តិរបស់ពួកគេមិនអាចកាត់ថ្លៃបានទេមានគេនៅសហគ្រាសអសត់របស់ពួកយើងត្រូវខ្សែធននោះវាមិនល្អទេលោកអានលោកគួរតែបន្ថែមការការពារទៀតទៅលោកមិនដឹងនោះទេប៉ុន្តែខ្ញុំទុកពេលឲ្យលោកមិនច្រើនទេអីយ៉ាភាគហ៊ុនត្រូវធ្លាក់ចុះហើយក្រុមហ៊ុនសាធារណៈកំពុងតែធ្លាក់ចុះស្អីគេនេះមិនអាចទៅរួចទៅនេះគឺជាការកែបច្ចេកទេសទេដឹងហើយគឺត្រូវតម្រូវការបច្ចេកទេសស្អីលោកដែលជួប system ដែលធ្លាក់ចុះដូចជាច្រាំថ្មចោលទេលោកក្រុមហ៊ុនធ្លាក់ទៀតហើយក្រុមហ៊ុនយើងអាចខ្សែទុនទៀតផងចង់សួរថាឆ្នាំនោះក្រុមលក់ទេខ្ញុំលក់បាត់ទៀតលោកបាត់មិនបានជាលោកមានតបមកបែបនេះលោកអាទិត្យខ្ញុំបាននេះចង់ផ្ដល់ដំណឹងប្រាប់លោកកំពូលអសស្ថាននេះគឺត្រូវបំផ្លាញទាំងក្រុមដោយសារយោធារបស់ទៀតបាត់ជាងសាំងលោកគួរទៅហើយឆ្នាំនេះពាក់ព័ន្ធនឹងបច្ចេកវិទ្យាវេលីផាក់របស់យើងប្រើកម្លាំងចិត្តដើម្បីការពារដូច្នេះបានន័យថាមិនយល់ព្រមទេលោកមានជំរឿនទេបើមិនចាច់ចេញទៀតយើងនឹងចោទថាលោកជាអក្រិតជនលោកឈិនពួកយើងទៅវិញទៅទីនេះមិនមែនជាកន្លែងរបស់យើងទេហើយប្រជាជននៅប្រទេសសាកូរ៉ានឹងបានសម្គាល់ថានៅយើងគ្មានហេតុផលបើធ្លាក់ក្នុងដៃពួកគេខ្លាចតែមានរឿងនេះមិនទាន់ដោះស្រាយទេជាខ្ញុំចុះណាខ្ញុំនឹងមានវិធីប្រកាសជាអាចពួកគេយល់ព្រមស្រាវជួយមិនផឹកចំផឹកត្រាពីនេះលោកមកគឺលោកយល់ថាបើសិនជាប្រើកម្លាំងនោះភាគរយមានឈ្នះប្រមាណទៅចិនទាំងលោកចង់ប្រកួតប្រជែងជាមួយនឹងយើងគឺលោកមានកម្លាំងទេរឿងអីមិនបានលោកមិនដឹងដីក្រាស់មិនខ្ពស់ទេយើងមាននាវាចម្បាំងរាប់ពាន់គ្រឿងរួមទាំងទ័ពសវណ្ណភូមិ1លានទង់ទៀតផងយើងស្មានតែមានតែប្រមាណទេសុំទោសផងលេខថាលោកជាឈ្មោះតូចតាចមិនដឹងពីទ័ពនិយាយជាមួយនឹងលោកបែបនេះខ្ញុំគ្រាន់តែបញ្ជាមួយម៉ាត់កងទ័ពទាំងមូលនឹងចូលរួមភ្លាមលោកគ្មានច្រករត់ផងបើលោកនិយាយបែបនេះខ្ញុំយល់ហើយលោកចិនទាំងខ្លាចហើយមែនទេខ្លាចខ្ញុំមានអីត្រូវខ្លាចទៅអរគុណណាមុនពេលដែលខ្ញុំមកនេះគឺខ្ញុំបានទិញច្រើនណាស់គឺមិនចឹងទេខ្ញុំបាញ់មិនឈ្នះទេថាម៉េចលោកនិយាយនេះបងប្អូននៅឯណាកងទ័ពជើងទឹកកងទ័ពអាកាសនាវាចម្បាំងនោះ10នាទីទៀតមកដល់កោះសាគូរ៉ាហើយលោកឈិននាវាចោលកងទ័ពជើងគោកងនាវាចោលកងទ័ពអាកាសលោកនិយាយពីស្អីមុនពេលមកដល់ថាចង់ក៏ចង់ហើយធ្វើការត្រៀមទុកជាមុនគ្រាន់តែ 3000 លានគឺទិញយន្តហោះចម្បាំង 30000 យន្តហោះចម្បាំងហើយនៅមាននាវាសមុទ្រទៀតផង 1000 គ្រឿងទៀតផងច្រើនម្លេះប៉ុន្តែលោកយកមនុស្សច្រើនបែបនេះនៅណាទេតែមុនពេលមកដល់យើងបានចុះកិច្ចសន្យាជាមួយនឹងឈ្មោះព្រេង2-3នាក់ដូចជាមានតម្លៃ 10,000 លានគេប្រគល់ការប្រយុទ្ធនោះមកឲ្យយើងហើយគេអត់ខ្ចីកម្លាំងទ័ពទៀតផងប្រហែល 10,000 លានលោកឈិនខ្ញុំដឹងថាលោកមានលុយក៏ប៉ុន្តែស្មានមកដល់លោកស្រាប់តែមានលុយច្រើនបែបនេះទេនៅមានទៀតមិនអាចទេច្បាស់ជាអួតហើយប្រទេសយើងមានរដារទំនើបបំផុតមានអីដែលអាចលាក់កំបាំងបានទៅមានគិតទេប្រតិបត្តិការរដារគឺត្រូវជំនួយពីផ្កាយរណបហើយចុះបើខ្ញុំមានផ្កាយរណបច្រើនជាងលោកនោះផ្កាយរណបរបស់ខ្ញុំមិនអាចទទួលការរំខានពីលោកបានទេផ្កាយរណបលោកមានប្រមាណទៅប្រាប់គេទៅពួកយើងមានប្រមាណនេះគេគួរតែសុំទៅផងគេមានដល់ទៅ 10000 ផ្កាយរណប 10000មិនអាចរួចទេឯងជាអ្នកមានលើលោកលើយើងទៅទៀតផងលោកថ្នាក់លើរបស់ខ្ញុំលោកមានតបយ៉ាម៉ាម៉ូតូលោកកំពុងធ្វើស្អីហ្នឹងសត្រូវបានឡោមព័ទ្ធប្រទេសរបស់យើងទាំងមូលហើយខ្ញុំបញ្ជាលោកមិនថាចំណាទេគេមានលក្ខខណ្ឌអីមកពេញបំណងរបស់គេទៅនិយាយឲ្យចំទៅមកពេញតម្រូវការគេទៅហេស៊ីម៉ូខ្ញុំនឹងធ្វើលោកម្ចាស់យ៉ាម៉ាម៉ូតូពេលនេះលោកនៅមានទំនុកចិត្តលើកម្លាំងយោធាផ្ទៃប្រទេសលោកបានទេបាទខ្ញុំទទួលចាញ់ចង់បានឆ្នាំឲ្យលោកប៉ុន្តែលោកត្រូវតែដកថយបានឲ្យតែលោកអះអាងខ្ញុំនៃភរិយារបស់ខ្ញុំត្រឡប់ទៅស្រុកដោយសុវត្ថិភាពខ្ញុំអាចដកទ័ពបានលោកធានឆាប់ទៅយកឆ្នាំមកបាត់លោកណាខ្ញុំជាបានជាហើយឆាប់ទៅយើងត្រឡប់ទៅស្រុកវិញបងបងលោកជន
ដល់ដំណឹងទៅយន្តហោះចូលចតរបស់ស្រុកចិននាវានោះទុះឡើងហើយ ក្រែងលោកដកមែនទេ ដកទ័ពតាំងពីក្មេងមកខ្ញុំអានសភៅប្រវត្តិសាស្ត្រអំពីអក្រិតកម្មដែលប្រព្រឹត្តដោយប្រទេសនេះនៅឆាំងនឹងប្រទេសចិនយើងនេះគឺថាខ្ញុំមានអំណាចច្រើនបែបនេះអាចលើកលែងឲ្យគេទេ លោកគិតយ៉ាងម៉េចទេ ជិត3ឆ្នាំហើយមែនទេខ្ញុំនឹងបញ្ជូន Dragon Mansion របស់យើងទៅកាន់វិសមការរបស់ស្រុកដែរ